សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទចូលធ្វើកាមីនៅថ្ងៃនេះយើងនឹងមកសម្រេចជាមួយនឹងសាច់រឿង anime ស្នេហាដ៏ល្អមើលមួយយើងដូចជាខានជួបគ្នានៅក្នុង Channel ចូលធ្វើកាមីគ្រីនីរៀងយូរគ្រាន់បើដែរហើយអញ្ចឹងហើយកុំឲ្យស្ងាត់ខ្ញុំក៏សម្រេចចិត្តថាចេញ anime ហ្មងទៅឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូតែម្ដងសាច់រឿងនេះបានបង្ហាញអំពីថ្នាក់រៀនមួយដែលគេឲ្យឈ្មោះថា A លេខ1ឬក៏យើងហៅថាបន្ទប់ A ចំណែកឯនៅក្នុងថ្នាក់រៀនមួយនោះយើងគឺបានឃើញជាមួយនឹងសិស្សៗជាច្រើនដែលពួកគេគឺកំពុងតែជជែកគ្នាលេងជាមួយនឹងរឿងដែលពួកគេតែងតែប្រាប់ទៅកាន់គ្នាកន្លងមកនៅក្នុងចំណោមសិស្សទាំងអស់គេបានបង្ហាញអំពីក្មេងប្រុសម្នាក់ដែលគាត់មានឈ្មោះថាតាគូយ៉ាគាត់គឺរៀននៅក្នុងឆ្នាំទី1ជាសិស្សវិទ្យាល័យធម្មតាចំណែកឯតាគូយ៉ានឹងហើយគឺជាតួឯកប្រុសរបស់យើងនៅក្នុងរឿងមួយនេះចំណែកឯចំណងចំណូលចិត្តតាគូយ៉ាវិញដូចជាខ្ញុំហើយនឹងអ្នកទាំងអស់គ្នាដែលគាត់នឹងគឺចូលចិត្ត anime ឬក៏ភាសាជប៉ុនគេហៅថា Otaku ដោយនៅក្នុងដៃរបស់គាត់គឺបានកាន់ជាមួយនឹងជ័រលុបមួយដែលវាគឺជារូប anime ដែលគាត់ចូលចិត្តបំផុតប៉ុន្តែស្រាប់តែលេចចេញជាមួយនឹងមនុស្សស្រីម្នាក់ដែលនាងគឺបានយកជ័រលុបនោះចេញអំពីតួឯកប្រុសដោយនាងបាននិយាយទៅកាន់គាត់ថានាងគឺខ្ចីគាត់មួយផ្លេតប៉ុន្តែគ្រាន់តែម្នាក់ស្រីនឹងបានយកជ័រលុបចេញអំពីតាគូយ៉ាភ្លាមមើលទៅកាន់តាគូយ៉ាគាត់ចាប់ផ្ដើមប្រតិកម្មភ្លាមប៉ុន្តែគាត់ចាប់ផ្ដើមសង្ងប់អារម្មណ៍គាត់បាននិយាយទៅកាន់ម្នាក់ស្រីនឹងថាដោយសារតែវាគឺសំខាន់សម្រាប់គាត់បន្ទាប់មកម្នាក់ស្រីនឹងនាងក៏បានយកជាមួយនឹងជ័រលុបមួយនេះឲ្យទៅកាន់មិត្តភ័ក្តិរបស់នាងម្នាក់មើលផងដែរហើយពួកគេនឹងក៏ជាតួសំខាន់នៅក្នុងរឿងនឹងផងដែរចំណែកឯម្នាក់ស្រីសក់លឿងអំបែងមិញនឹងនាងគឺមានឈ្មោះថាជីជីចំណែកឯមិត្តភ័ក្តិរបស់នាងម្នាក់ទៀតគាត់គឺមានឈ្មោះថាអាម៉ាណេចំណែកឯអាម៉ាណេវិញគាត់គឺពិសេសត្រង់ថាគាត់នឹងគឺជាស្រីទេប៉ុន្តែមើលទៅកាន់គាត់ដូចជាតារាម៉ូដែលប្រុសអញ្ចឹងបន្ទាប់មកអាម៉ាណេនាងក៏បានយកជាមួយនឹងជ័រលុបតួឯកប្រុសយកមកមើលរួចនាងបាននិយាយទៅកាន់តួឯកប្រុសថា anime មួយនេះនាងក៏ធ្លាប់មើលដែរនៅអេពីសូតទី2នាងគឺបានឃើញជាមួយនឹងសត្វនាគមួយនេះគ្រាន់តែតាគូយ៉ាគាត់គឺបានលឺភ្លាមគាត់នឹងគឺពិតជាភ្ញាក់ផ្អើលមែនទែនគាត់គឺគិតថាប្រហែលជាពួកគេនឹងគឺជាអ៊ូតាគូដូចជាគាត់ដែរហើយបន្ទាប់មកតាគូយ៉ាគាត់ក៏បានធ្វើដំណើរទៅកាន់បន្ទប់ទឹកដែលគាត់នឹងគឺបានចូលទៅមើល anime ដែលគាត់ចូលចិត្តបំផុតហើយគាត់នឹងគឺបានចូលទៅមើលអេពីសូតទី2វាគឺពិតជាមានជាមួយនឹងសត្វនាគដែលអាម៉ាណេបាននិយាយពិតមែនអញ្ចឹងហើយតាគូយ៉ាគាត់ពិតជាមានសង្ឃឹមមែនទែនគាត់នឹងគឺគិតថាគាត់គឺអាចសុំអាម៉ាណេធ្វើជាមិត្តភក្តិរបស់គាត់បានហើយចំណែកឯមូលហេតុវិញដោយសារតាគូយ៉ាជីជីហើយនិងអាម៉ាណេពួកគេទាំងពីរនឹងគឺមិនទាន់ខ្លាចទៅជាមិត្តភក្តិនឹងគ្នាទេប៉ុន្តែពួកគេគ្រាន់តែជាមិត្តភក្តិធម្មតាតែប៉ុណ្ណោះគឺមិនមែនជាមិត្តភក្តិស្គាល់គ្នាជិតស្និទ្ធអ្វីទេបន្ទាប់មកសាច់រឿងបានបង្ហាញអំពីប្រវត្តិតាគូយ៉ាបន្តិចតាគូយ៉ានឹងគាត់គឺជាមនុស្សធម្មតាតែប៉ុណ្ណោះគាត់នឹងគឺគ្មានមិត្តភក្តិទេចំណែកឯមូលហេតុដែលតាគូយ៉ាគាត់គឺគ្មានមិត្តភក្តិវិញដោយសារតែគាត់នឹងគឺជាមនុស្សម្នាក់ដែលងប់ងល់ជាមួយនឹង anime ឬក៏ Otaku អញ្ចឹងហើយមនុស្សគ្រប់គ្នាឬក៏សិស្សដទៃពួកគេគិតថាតួឯកប្រុសនឹងដូចជាកូនក្មេងអញ្ចឹងដែលចូលចិត្តជាមួយនឹងរឿងទាំងអស់ហ្នឹងហេតុការណ៍បានកាត់នៅពេលដែលពួកគេចេញទៅផ្ទះនៅពេលដែលអាម៉ាណេនាងបានធ្វើដំណើរតាមផ្លូវតាគូយ៉ាគាត់ក៏បានធ្វើដំណើររត់ទៅពីក្រោយនាងចំណែកឯគោលបំណងរបស់តាគូយ៉ាវិញគាត់នឹងគឺចង់សុំអាម៉ាណេធ្វើជាមិត្តភក្តិនឹងគ្នាដោយសារតែគាត់គិតថាអាម៉ាណេនឹងប្រហែលជាមនុស្សម្នាក់ដែលចូលចិត្តមើល anime ដូចជាគាត់ដែរហើយប៉ុន្តែតាគូយ៉ាមិនទាន់ធ្វើដំណើរទៅចិត្តនាងផងអាម៉ាណេនាងក៏បានបែរក្រោយហើយនាងបាននិយាយទៅកាន់តាគូយ៉ាថាកុំយល់ច្រឡំនាងគឺយល់អំពីអ្វីដែលតាគូយ៉ាគាត់គឺកំពុងតែគិតនាងគឺចង់ប្រាប់ទៅកាន់តាគូយ៉ាថានាងគឺមិនមែនជាមនុស្សម្នាក់ដែលចូលចិត្តមើល anime ទេមូលហេតុដែលនាងដឹងដោយសារតែនាងគឺបានអង្គុយមើលវាជាមួយនឹងប្អូនស្រីរបស់នាងតែប៉ុណ្ណោះដែលកន្លែងហ្នឹងអាម៉ាណេនាងគឺចង់មានន័យថានាងគឺមិនសូវចូលចិត្តមើល anime ទេប៉ុន្តែប្អូនស្រីរបស់នាងគឺចូលចិត្តមើលអញ្ចឹងហើយទើបនាងដឹងរឿងនៅពេលដែលលើអញ្ចឹងតាគូយ៉ាគាត់គឺរៀងខកចិត្តបន្តិចប៉ុន្តែគាត់ក៏បានដកជាមួយនឹងត្បូងអ្វីម្យ៉ាងគាត់បាននិយាយទៅកាន់អាម៉ាណេថាដំបូងឡើយគាត់គឺចង់ទិញឲ្យនាងប៉ុន្តែដោយសារតែនាងមិនចូលចិត្តគាត់គឺយកវិញក៏បានដែរនៅពេលដែលអាម៉ាណេដឹងថាតាគូយ៉ាគឺមានរបស់ផ្ញើនាងគឺចាប់ផ្ដើមផ្លាស់ប្ដូរតែម្ដងនាងបាននិយាយទៅកាន់តាគូយ៉ាថាមិនអីទេនាងគឺយកក៏បានដែរប៉ុន្តែនាងបាននិយាយទៅកាន់តាគូយ៉ាថានាងគឺយករបស់នេះឲ្យទៅកាន់ប្អូនស្រីរបស់នាងតែប៉ុណ្ណោះប៉ុន្តែមើលទៅកាន់ចរិតទៅដូចជាមិនមែនយកឲ្យប្អូនស្រីទេដូចជាຕົកខ្លួនឯងហើយអូយនៅចិត្តចែនេះដូចមិនហីវិញដូចមិនសូវមិនទេចែនេះហេតុការណ៍បានកាន់មកកាន់ថ្ងៃស្អែកគេបានបង្ហាញអំពីតួអង្គម្នាក់ទៀតដែលនាងគឺមានឈ្មោះថាជីជីវិញម្ដងចំណែកឯម្នាក់ស្រីដែលមានឈ្មោះថាជីជីនឹងវិញនាងគឺជាមនុស្សម្នាក់ដែលរស់រាយរាក់ទាក់ហើយនាងគឺចូលចិត្តនិយាយទៅកាន់មនុស្សគ្រប់គ្នានៅពេលដែលនាងបានធ្វើដំណើរមកដល់សាលានាងគឺបាននិយាយអរុនសួស្តីទៅកាន់មនុស្សជុំវិញខ្លួនរបស់នាងទាំងអស់ចំណែកឯមួយទៀតជីនឹងក៏ចូលចិត្តនិយាយរោទៅកាន់តាគូយ៉ាដែរប៉ុន្តែគឺតត្រង់ថាតាគូយ៉ានឹងមិនសូវហ៊ាននិយាយទេចំណែកឯមូលហេតុដែលគាត់មិនហ៊ាននិយាយវិញមិនមែនគាត់រឹកទេ
ប៉ុន្តែនៅពេលដែលគាត់និយាយម្ដងគាត់នឹងគឺនិយាយបែកអូហូស្ទឹងប៉ុន្តែគឺតោះត្រង់ថាទោះបីជាតាកូយ៉ាគាត់គឺចូលចិត្តនិយាយច្រើនយ៉ាងណាក៏ដោយជីនាងក៏នៅតែស្ដាប់ទោះបីជានាងដឹងថាតាកូយ៉ានឹងមិនដឹងថានិយាយពីអីទេប៉ុន្តែនាងគឺចេះតែស្ដាប់ទៅនៅពេលដែលជីនាងគឺបានយកទូរស័ព្ទតាកូយ៉ាយកមកមើលនោះនាងគឺបានឃើញថានៅក្នុងទូរស័ព្ទរបស់គាត់គឺពោពេញទៅដោយរូបអេនីមេនិងរូបតុក្កតាខ្ជូតនេះហើយគឺជាអ្វីដែលតាកូយ៉ាគាត់គឺខ្លាចបំផុតកាលដែលគាត់រៀននៅអនុវិទ្យាល័យមិត្តភ័ក្តិរបស់គាត់ក៏ធ្លាប់ឆែកទូរស័ព្ទរបស់គាត់មើលដែរនៅពេលដែលពួកគេដឹងថាតាកូយ៉ាគឺចូលចិត្តអេនីមេឬក៏ចូលចិត្តជាមួយនឹងរបស់ខ្ជូតទាំងអស់ហ្នឹងពួកគេគិតថាតាកូយ៉ានឹងគឺជាកូនក្មេងប៉ុន្តែចំណុចជីនាងគឺមិនមែនជាមនុស្សអញ្ចឹងនោះទេនៅពេលដែលនាងដឹងថាតាកូយ៉ាគឺចូលចិត្តជាមួយនឹងអេនីមេនាងគឺបែរទៅជាសប្បាយចិត្តទៅវិញដើម្បីបង្កើតជាមួយនឹងអនុស្សាវរីយ៍ជាមួយនឹងគ្នានាងក៏បានយកទូរស័ព្ទរបស់តាកូយ៉ាថតរូបជាមួយនឹងនាងផងដែរបន្តមកហេតុការណ៍បានកាន់នៅពេលដែលតាកូយ៉ាគាត់បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញនៅពេលដែលគាត់គឺកំពុងតែជិះរថភ្លើងនោះគាត់គឺបានសម័យទៅកាន់អេនីមេរបស់គាត់នៅក្នុងអេពីសូត1ដែលវាគឺជាអេពីសូតដែលតួនៅក្នុងអេនីមេរបស់គាត់ហ្នឹងគេគឺត្រូវបានស្លាប់ដែលធ្វើឲ្យគាត់ហ្នឹងគឺយំបែបតែម្ដងប្រូក្រំតែអេនីមេប៉ុណ្ណឹងសោះទឹកភ្នែកលហេមលហាមដល់ថ្នាក់ហ្នឹងសាច់យើងបានកាត់មកកាន់ថ្ងៃស្អែកនៅពេលដែលតាកូយ៉ាគាត់បានធ្វើដំណើរមកដល់សាលានោះគាត់គឺបានឃើញជាមួយនឹងសិស្សប្រុសម្នាក់ដែលបុរសម្នាក់ហ្នឹងគឺបានសារភាពស្នេហ៍ទៅកាន់អាម៉ាណេប៉ុន្តែអាម៉ាណេនាងគឺមិនបានយកព្រមតាមសំណើរបស់បុរសម្នាក់នោះទេនាងគឺបានបដិសេធដោយនាងគឺបានលើកហេតុផលមកថាដោយសារតែសិស្សប្រុសម្នាក់នោះហើយនឹងនាងគឺមិនដែលស្គាល់គ្នាពីមុនមកទេបើសិនជាចិត្តតែព្រមធ្វើសង្សារអញ្ចឹងមើលទៅហាក់ដូចជាមិនសមចំណែកតាកូយ៉ាវិញនៅពេលដែលគាត់គឺបានកលេចចុះកលេចឡើងនោះគាត់គឺបានឃើញជាមួយនឹង sticker មួយដែលវាគឺបានដាក់តាំងនៅលើកាបូបរបស់អាម៉ាណេតាកូយ៉ាគាត់បាននិយាយថារបស់ sticker ទាំងអស់ហ្នឹងវាគឺជារបស់កម្រហើយវាគឺមិនងាយបានទេជាពិសេសវាគឺថែមទាំងលក់ថ្លៃថែមទៀតអញ្ចឹងហើយតាកូយ៉ាគាត់គឺចាប់ផ្ដើមគិតម្ដងទៀតគាត់នឹងគឺគិតថាអាម៉ាណេនឹងគឺប្រហែលជាចូលចិត្តអេនីមេមែនទេហើយគាត់គឺបានគិតទៀតថាមូលហេតុដែលនាងយកប្អូនស្រីរបស់នាងធ្វើជាលេសប្រហែលជានាងគឺខ្លាចខ្មាស់គេហើយនៅពេលដែលពួកគេចូលរៀនមើលទៅសំណាងដូចជាមិនល្អតតែសោះដោយសារតែតាកូយ៉ានឹងគាត់គឺមិនបានយកសភៅមករៀនអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះដោយសារតែលោកគ្រូដែលបានបង្រៀនមកគាត់នឹងគឺជាលោកគ្រូកាចចំណែកឯមួយទៀតវិញនៅពេលដែលលោកគ្រូគឺបានឲ្យសិស្សទាំងអស់គ្នាអាននោះវាគឺជាក្រុមរបស់គាត់អញ្ចឹងហើយគាត់គឺពិតជាភ័យខ្លាចមែនទែនដោយសារតែគាត់គឺគ្មានសភៅប៉ុន្តែនៅពេលនោះជីនាងក៏បានកលេចមើលក្រោយហើយនាងនឹងគឺបានឃើញថាតាកូយ៉ានឹងគាត់គឺមិនបានយកសភៅមករៀនទេប៉ុន្តែសភៅដែលគាត់យកមកវាគឺជាសភៅគណិតវិទ្យាទៅវិញចំណែកឯនៅក្នុងចិត្តតាកូយ៉ាគាត់នឹងគឺបានគិតថាប្រហែលជាជីនឹងយកសភៅរបស់គាត់បង្ហាញទៅកាន់សិស្សគ្រប់គ្នាដើម្បីឲ្យគាត់ខ្មាស់គេជាមិនខានប៉ុន្តែវាគឺមិនអញ្ចឹងនោះទេជីបានប្រាប់ទៅកាន់លោកគ្រូថានាងគឺភ្លេចយកសៀវភៅមកហើយនាងក៏បានយកជាមួយនឹងសភៅរបស់នាងឲ្យទៅកាន់តាកូយ៉ាផងដែរប៉ុន្តែនាងគឺមិនបានឲ្យទៅកាន់តាកូយ៉ាហ្វ្រីទេជាថ្នូរនាងនឹងដោះដូរជាមួយនឹងបិចរបស់គាត់មកដើមនៅពេលដែលពួកគេបានបញ្ចប់ជាមួយនឹងការសិក្សាយើងគឺបានសង្កេតឃើញថាជីហើយនឹងអាម៉ាណេពួកនាងទាំងពីរគឺជាមនុស្សដែលមានជាមួយនឹងប្រជាប្រិយភាពខ្លាំងមិនថាសិស្សប្រុសមិនថាសិស្សស្រីពួកគេគឺតែងតែនិយាយលេងជាមួយនឹងនាងជានិច្ចនៅពេលដែលតាកូយ៉ាគាត់គឺឃើញបែបហ្នឹងគាត់គឺចាប់ផ្ដើមមានជាមួយនឹងកំណត់មួយគាត់គឺគិតថាវាគឺមិនអាចទៅរួចទេដែលគាត់គឺអាចខ្លាចទៅជាមិត្តភក្តិរបស់ពួកគេទាំងពីរបានអញ្ចឹងហើយតាកូយ៉ាគាត់គឺចាប់ផ្ដើមគិតថាឲ្យពួកគេរស់នៅក្នុងពិភពលោករបស់ពួកគេទៅចំណែកឯគាត់នឹងរស់នៅក្នុងពិភពលោកដែលគាត់ស្រឡាញ់អញ្ចឹងហើយតាកូយ៉ាគាត់ក៏សម្រេចចិត្តថាធ្វើដូចជាមិនសូវខ្វល់ធ្វើដូចជាមិនសូវដឹងអញ្ចឹងទៅដោយសារតែគាត់គឺមិនចង់គិតច្រើនបន្តមកតាកូយ៉ាគាត់ក៏បានធ្វើដំណើរទៅកាន់សាលទំនើបមួយកន្លែងដើម្បីទិញជាមួយនឹងរបស់របរដែលគាត់ចាំបាច់ប៉ុន្តែពិតជាចាយដន់ខ្លាំងណាស់គាត់គឺបានជួបជាមួយនឹងជីហើយនឹងអាម៉ាណេដែលពួកគេគឺកំពុងតែនៅទីហ្នឹងតាកូយ៉ាគាត់គឺបានសង្កេតឃើញថាអាម៉ាណេនេះគឺកំពុងតែទិញជាមួយនឹងរបស់ដែលគាត់គឺកំពុងតែរកទិញនឹងឯងប៉ុន្តែអាម៉ាណេក៏នៅតែនិយាយដូចដើមអញ្ចឹងនាងបាននិយាយថានាងគឺតែងវាផ្ញើទៅកាន់ប្អូនស្រីរបស់នាងតែប៉ុណ្ណោះតាកូយ៉ាគាត់គឺចង់និយាយអ្វីមួយប្រាប់ទៅកាន់ពួកគេប៉ុន្តែគាត់ក៏សម្រេចចិត្តថាផ្លាស់ប្ដូរចិត្តវិញដែលគាត់បានប្រាប់មកកាន់ខ្លួនឯងថាពួកគេរស់នៅក្នុងពិភពលោករបស់ពួកគេចំណែកឯគាត់នឹងរស់នៅក្នុងពិភពលោករបស់គាត់ហើយគាត់ក៏បានដើរចាក់ចេញទៅនៅពេលដែលតាកូយ៉ាគាត់គឺបំរុងនឹងដើរចាក់ចេញទៅហើយស្រាប់តែពួកនាងទាំងពីរក៏បានហាមឃាត់ទៅកាន់តាកូយ៉ាតែម្ដងពួកនាងបាននិយាយទៅកាន់តាកូយ៉ាថានាងគឺដឹងថាតាកូយ៉ានឹងគាត់គឺចង់បានអីបើសិនជាមិនយកតោះទេពួកយើងតែងវាលេងទាំងអស់គ្នាតែម្ដងទៅបន្តមកពួកគេក៏ទទួលបានជាមួយនឹងតួអង្គដែលពួកគេស្រឡាញ់ចំណែកឯអាម៉ាណេវិញនាងគឺទទួលបានជាមួយនឹងតួអង្គមួយគឺជាតួអង្គដែលតាកូយ៉ាបានមើលអេនីមេរបស់គាត់វាគឺត្រូវបានស្លាប់នឹងឯងនៅពេលដែលតាកូយ៉ាបានឃើញជាមួយនឹងអាកប្បកិរិយារបស់នាងគាត់គឺចាប់ផ្ដើមដឹងហើយថានេះគឺចូលចិត្តអេនីមេដូចជាគាត់ដែរ
បន្តមកសាច់រឿងបានកាន់មកកាន់ថ្ងៃស្អែកយើងគឺបានឃើញជាមួយនឹងពួកគេទាំង3ដែលពួកគេក៏នៅតែបន្តនិយាយរកគ្នាដដែលប៉ុន្តែលើកនេះគឺចម្លែកត្រង់ថាជីជីបាននិយាយទៅកាន់តាកូយ៉ាថានាងគឺចង់សុំពេលមួយថ្ងៃទៅរៀននៅក្នុងផ្ទះរបស់តាកូយ៉ានៅពេលដែលតាកូយ៉ាបានឮជាមួយនឹងសំណើរបស់ជីជីគាត់គឺចាប់ផ្ដើមភ្ញាក់ខ្លួនព្រើតែម្ដងនៅពេលដែលអាម៉ាណេដឹងថាជីជីចង់ធ្វើដំណើរទៅកាន់ផ្ទះរបស់តាកូយ៉ានោះនាងគឺចាប់ផ្ដើមសុំទៅកាន់តាកូយ៉ាទៅដែរអាម៉ាណេនាងគឺថែមទាំងដឹងថែមទៀតនាងគឺដឹងថាតាកូយ៉ានឹងគាត់គឺចេះគូររូបអញ្ចឹងហើយនាងគឺបានលើកហេតុផលមកថានាងគឺចង់ឲ្យតាកូយ៉ាបង្រៀននាងអំពីរបៀបគូររូបដែរនៅពេលដែលពួកគេទាំង3ចេញទៅផ្ទះពួកគេទាំង3ក៏បានធ្វើដំណើរមកលេងផ្ទះរបស់តាកូយ៉ាផងដែរចំណែកឯតាកូយ៉ាវិញដោយសារតែនេះគឺជាលើកទី1របស់គាត់គឺគ្មានមនុស្សស្រីណាហ៊ានចូលបន្ទប់របស់គាត់ទេអញ្ចឹងហើយគាត់ក៏រៀងភ័យដែរនៅពេលដែលជីជីអាម៉ាណេពួកគេទាំងពីរបានធ្វើដំណើរមកកាន់ផ្ទះរបស់តាកូយ៉ាភ្លាមពួកនាងគឺចាប់ផ្ដើមរុករកតែម្ដងចំណែកឯអាម៉ាណេវិញនាងគឺពិតជាចាប់អារម្មណ៍ជាមួយនឹងតុក្កតាដែលតាកូយ៉ាគាត់គឺកំពុងតែមាននឹងណានៅពេលដែលនាងដឹងថាតាកូយ៉ាគឺមានជាមួយនឹងភាគអេនីមេថ្មីនាងគឺចាប់ផ្ដើមសុំមើលដែរតែម្ដងនាងបាននិយាយទៅកាន់គាត់ថាដោយសារតែនាងគឺមិនទាន់បានមើលចំណែកឯជីជីវិញនាងក៏សម្រេចចិត្តថាចង់មើលជាមួយនឹងពួកគេដែរចំណែកឯជីជីវិញនាងគឺមិនសូវចូលចិត្តទៅលើរឿងអេនីមេទាំងអស់ហ្នឹងទេប៉ុន្តែនាងក៏ចេះតែចាប់បដ ாய் តាមពួកគេដែរទៅប៉ុន្តែរឿងអេនីមេតុក្កតាគេហ្នឹងមិនដឹងរឿងស្អីទេមើលគ្មានល្អមើលអីហងហើយចេះតែយំអំបែបដែរអូកំសត់ដល់រឿងគេនេះនៅពេលដែលតាកូយ៉ាហើយនិងអាម៉ាណេពួកគេទាំងពីរគឺកំពុងតែឆ្លោះគ្នានោះជីជីនាងក៏បានយកជាមួយនឹងទូរស័ព្ទរបស់នាងថតទៅកាន់ពួកគេប៉ុន្តែគឺតោះត្រង់ថារូបថតមួយហ្នឹងគឺថតវាមិនច្បាស់ទេបន្ទាប់ពីពួកគេទាំង3បានបញ្ចប់ជាមួយនឹងការមើលរឿងអេនីមេវាក៏ដល់ជាមួយនឹងពេលវេលាដោយតាកូយ៉ាគាត់គឺត្រូវតែបង្រៀនទៅកាន់អាម៉ាណេអំពីរបៀបគូររូបវិញម្ដងនៅពេលដែលតាកូយ៉ាគាត់គឺកំពុងតែបង្រៀនទៅកាន់អាម៉ាណេនោះតាកូយ៉ាគាត់គឺមានអារម្មណ៍ថាមើលទៅកាន់អាម៉ាណេនឹងដូចជាមិនទេមិនមែនមានតែអាម៉ាណេតែម្នាក់នោះទេចំណែកឯជីជីវិញក៏អញ្ចឹងដែរដូចមិនទេចា៎បន្តមកអាម៉ាណេហើយនឹងជីជីបានសួរទៅកាន់តាកូយ៉ាថាតើមនុស្សស្រីប្រភេទណាគឺជាមនុស្សស្រីដែលតាកូយ៉ាចូលចិត្តតាកូយ៉ាបានតបទៅកាន់ពួកគេវិញថាមនុស្សស្រីដែលគាត់ចូលចិត្តគឺជាមនុស្សស្រីអេនីមេដែលគាត់គឺកំពុងតែមើលនឹងហើយនៅពេលដែលពួកគេទាំងពីរបានឮជាមួយនឹងចម្លើយរបស់តាកូយ៉ាពួកគេចាប់ផ្ដើមអស់សំណើចតែម្ដងពួកគេបាននិយាយទៅកាន់តាកូយ៉ាថាតាកូយ៉ាគឺពិតជាអ៊ូតាគូពិតមែនបន្តមកហេតុការណ៍បានកាត់មកកាន់ពេលល្ងាចវាគឺជាពេលវេលាដែលអាម៉ាណេហើយនិងជីជីពួកគេទាំងពីរត្រូវតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញចំណែកឯតាកូយ៉ាវិញគាត់បាននិយាយទៅកាន់ពួកគេថាគាត់គឺមិនដែលហៅអ្នកណាគេមកលេងផ្ទះរបស់គាត់ទេអញ្ចឹងហើយបើសិនជាពួកគេមកលេងផ្ទះរបស់គាត់មិនសប្បាយចិត្តអីកុំប្រកាន់អីប៉ុន្តែពួកគេគឺមិនបានថាអីទៅកាន់តាកូយ៉ានោះទេពួកគេបាននិយាយទៅកាន់តាកូយ៉ាថាដោយសារតែពួកយើងគឺជាមិត្តភក្តិនឹងគ្នាអញ្ចឹងហើយវាគឺជារឿងធម្មតានោះទេនៅពេលដែលពួកគេធ្វើដំណើរទៅបានតាកូយ៉ាបាននិយាយតែម្នាក់ឯងថាទីបំផុតពួកគេចាត់ទុកគាត់គឺជាមិត្តភក្តិហើយដោយសារតែជីជីហើយនិងអាម៉ាណេពួកគេទាំងពីរបានធ្វើដំណើរមកលេងផ្ទះរបស់តាកូយ៉ាអញ្ចឹងហើយតាកូយ៉ាគាត់គឺចាប់ផ្ដើមស្រម៉ាស្រមៃតែគាត់គឺបានសម័យថាពួកគេទាំងពីរនឹងគឺកំពុងតែនៅផ្ទះជាមួយនឹងគាត់សាច់រឿងបានកាត់ទៅកាន់ថ្ងៃឈប់សម្រាកនៅពេលដែលតាកូយ៉ាគាត់គឺកំពុងតែអង្គុយមើលអេនីមេរបស់គាត់នោះស្រាប់តែអាម៉ាណេបានឆានមកកាន់គាត់តែម្ដងហើយនាងគឺបានឆានមកកាន់តាកូយ៉ានឹងគឺមិនមែនតែមួយទេប៉ុន្តែគឺឡើងមកកភ្លុះចំណែកឯមូលហេតុវិញដោយសារតែនៅផ្ទះរបស់នាងគឺគ្មានជាមួយនឹងទូរទស្សន៍ដើម្បីមើលជាមួយនឹងអេនីមេទេអញ្ចឹងហើយនាងគឺចង់ឲ្យតាកូយ៉ាប្រាប់ជាមួយនឹងសាច់រឿងមកកាន់នាងដោយសារតែនាងគឺចង់ដឹងចំណែកឯមូលហេតុពិតប្រាកដរបស់នាងវិញនាងគឺមិនសូវខ្វល់ទៅលើរឿងអេនីមេនឹងទេប៉ុន្តែអ្វីដែលនាងគឺកំពុងតែសប្បាយចិត្តដោយសារតែនាងគឺអាចឆាតលេងជាមួយនឹងមនុស្សដែលនាងស្រឡាញ់អញ្ចឹងពួកយើងទាំងអស់គ្នាគឺចាប់ផ្ដើមដឹងហើយថាអាម៉ាណេនឹងនាងគឺចាប់ផ្ដើមស្រឡាញ់ទៅកាន់តាកូយ៉ាហើយប៉ុន្តែនាងគឺបានជ្រើសរើសជាមួយនឹងរឿងអេនីមេយកមកបាំងមុខដោយសារតែនាងគឺមិនចង់ឲ្យតាកូយ៉ាដឹងថានាងគឺលួចស្រឡាញ់គាត់ទេចំណែកឯពេលទំនេរតាកូយ៉ាគាត់បានធ្វើដំណើរទៅកាន់ផ្សារមួយកន្លែងដោយសារតែគាត់គឺត្រូវតែទិញជាមួយរបស់ដែលគាត់ប្រើប្រាស់ប៉ុន្តែវាគឺមានជាមួយនឹងក្មេងប្រុសចំនួន2នាក់គឺបានរត់មកបុកទៅកាន់តាកូយ៉ាចំណែកឯក្មេងៗទាំង2នាក់នឹងវិញគេនឹងគឺជាប្អូនប្រុសរបស់ជីជីនឹងឯងប៉ុន្តែគ្រាន់តែជីជីបានឃើញតែកាន់តាកូយ៉ាភ្លាមនាងគឺចាប់ផ្ដើមអៀនតែម្ដងចំណែកឯមូលហេតុវិញដោយសារតែនាងគឺមិនបានធ្វើខ្លួនទេដោយសារតែវាគឺជាថ្ងៃឈប់សម្រាកអញ្ចឹងហើយនាងគឺមិនចាំបាច់ធ្វើខ្លួនឲ្យបានស្អាតបាតឡើយប៉ុន្តែនាងក៏បានប៉ឹងទៅកាន់តាកូយ៉ាផងដែរឲ្យលាក់រឿងនេះជាការសម្ងាត់ចាឯងហើយនឹងប្រាដឺនឹងសង្សារគ្នាមែនបន្តមកហេតុការណ៍បានកាន់នៅពេលដែលពួកគេទាំង3ចាប់ផ្ដើមចូលរៀនវិញជីជីនឹងគឺបានសង្កេតឃើញថាមើលទៅកាន់អាម៉ាណេហើយនឹងតាកូយ៉ាពួកគេនឹងគឺពិតជាមានភាពជិតស្និទ្ធជាមួយនឹងគ្នាមែនទែន
ពួកគេក៏បាននិយាយប្រាប់ទៅកាន់ជីជីផងដែរដោយសារតែពួកគេនឹងគឺបានលេងឆានជាមួយនឹងគ្នាទើបធ្វើឲ្យពួកគេនឹងគឺមានភាពជិតស្និទ្ធនឹងគ្នាបែបនេះគ្រាន់តែជីជីដឹងថាពួកគេទាំងពីរគឺបានលេងឆានជាមួយនឹងគ្នាភ្លាមនាងគឺចាប់ផ្ដើមសុំឆាតទៅកាន់តាកូយ៉ាតែម្ដងនាងបាននិយាយថាដោយសារតែពួកយើងគឺជាមិត្តភក្តិនឹងគ្នាអញ្ចឹងហើយពួកយើងត្រូវតែមានឆាតទៅកាន់គ្នាទៅវិញទៅមកបន្ទាប់មកសាច់រឿងបានកាត់នៅពេលដែលតាកូយ៉ាគាត់បានធ្វើដំណើរមកកាន់ផ្ទះរបស់គាត់វិញនៅពេលនេះរទេះភ្លើងចាប់ផ្ដើមបុកគ្នាតែម្ដងដោយសារតែជីបានឆានមកកាន់តាកូយ៉ាថាតើនៅថ្ងៃឈប់សម្រាកតាកូយ៉ាគាត់គឺទំនេរទេនាងគឺចង់បបួលគាត់ដើរលេងចំណែកឯឆាតមួយទៀតគឺជាឆាតរបស់អាម៉ាណេសួរទៅកាន់តាកូយ៉ាថាតើគាត់ទំនេរអន់នៅចុងសប្តាហ៍ហ្នឹងដោយសារតែនាងគឺមានរឿងខ្លាំងចង់និយាយជាមួយនឹងគាត់ប៉ុន្តែយើងគឺមិនទាន់ដឹងថាតាកូយ៉ាគាត់គឺយកព្រមទៅកាន់អ្នកណាអត់ព្រមទៅកាន់អ្នកណាទេយើងចាំមើលវានៅអេពីសូតក្រោយសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទចូលធូកាមីនៅថ្ងៃនេះយើងនឹងមកបន្តជាមួយនឹងសាច់រឿងស្នេហារបស់យើងបន្តទៀតហេតុការណ៍បានកាន់មកកាន់ថ្ងៃស្អែកបន្ទាប់ពីអេពីសូតមុននៅក្នុងអេពីសូតមុនយើងគឺពិតជាដឹងហើយថាជីហើយនិងអាម៉ាណេពួកគេបានផ្ញើសារឬក៏ឆាតទៅកាន់តាកូយ៉ាក្នុងពេលតែមួយដែលពួកគេបានសួរទៅកាន់គាត់ថាតើគាត់មានពេលតនេដែរឬទេប៉ុន្តែដោយសារតែនៅពេលហ្នឹងតាកូយ៉ាគាត់គឺមិនដឹងថាធ្វើយ៉ាងម៉េចគាត់ក៏សម្រេចចិត្តថាហៅពួកគេមកទាំងពីរនាក់តែម្ដងចំណែកឯគោលបំណងដែលពួកគេចង់ហៅតាកូយ៉ាមកដើរលេងជាមួយនឹងពួកគេវិញដែលតាមពិតទៅគម្រោងរបស់ពួកគេនឹងគឺមានតែមួយទេដោយសារតែថ្ងៃនេះវាគឺជាថ្ងៃ cosplay anime អញ្ចឹងហើយពួកគេគឺចង់មកលេងប៉ុន្តែគឺថាត្រង់ថាជីហើយនិងអាម៉ាណេពួកគេទាំងពីរនឹងគឺមានណាត់រៀងៗខ្លួនអញ្ចឹងហើយពួកគេក៏សម្រេចចិត្តថាដើរលេងជាមួយនឹងតាកូយ៉ាម្នាក់ម្ដងដោយសារតែនៅពេលនេះជីនាងគឺបានធ្វើដំណើរទៅជួបគ្នាជាមួយនឹងភ្ញៀវរបស់នាងអញ្ចឹងហើយវាគឺជាពេលវេលារបស់អាម៉ាណេដែលនាងគឺត្រូវតែដើរលេងជាមួយនឹងតាកូយ៉ាហ្នឹងចំណែកតាមផ្លូវដែលពួកគេគឺកំពុងតែដើរលេងជាមួយនឹងគ្នាវិញយើងគឺបានសង្កេតឃើញថាមើលទៅកាន់អាម៉ាណេនាងគឺពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលនាងបានដើរជាមួយនឹងតាកូយ៉ាតែពីរនាក់នៅពេលដែលពួកគេទាំងពីរគឺកំពុងតែនិយាយគ្នាចោះឡើងហ្នឹងស្រាប់តែលេចចេញជាមួយនឹងបរិបទពីរនាក់ដែលពួកគេទាំងពីរនាក់ហ្នឹងគឺធ្លាប់ស្គាល់ទៅកាន់អាម៉ាណេអញ្ចឹងហើយគេនឹងក៏ចាប់ផ្ដើមសួរបែបលេងសើចដែលពួកគេបានសួរថាតើអូនទូចម្នាក់នេះគឺជាសង្សាររបស់អាម៉ាណេមែនទេប៉ុន្តែនៅកន្លែងហ្នឹងអាម៉ាណេនេះគឺពិតជា cool មែនតើនាងគឺមិនបានឆ្លើយនៅសំណួររបស់ពួកគេទេរួចនាងក៏បានដើរចាកចេញតែម្ដងដែលធ្វើឲ្យអ្នកដទៃដែលពួកគេបានឃើញជាមួយនឹងហេតុការណ៍ទាំងអស់នេះពួកគេនឹងចាប់ផ្ដើមតិចដូចជាតកអញ្ចឹងឬក៏មានន័យថាពួកគេចាប់ផ្ដើមខ្មាស់គេនឹងឯងអាម៉ាណេនាងក៏បាននិយាយសុំទោសទៅកាន់តាកូយ៉ាផងដែរនាងបាននិយាយទៅកាន់គាត់ថាមូលហេតុដែលនាងធ្វើបែបនេះដោយសារតែនាងគឺមិនចង់ឲ្យមនុស្សប្រុសទាំងអស់នោះតាមនាងតែប៉ុណ្ណោះបន្ទាប់មកពួកគេទាំងពីរក៏បានធ្វើដំណើរទៅកាន់កន្លែងសាលទំនើបមួយដើម្បីទិញជាមួយនឹងសភៅ anime ដែលពួកគេពេញចិត្តហើយយើងគឺបានឃើញជាមួយនឹងបរិសម្នាក់ដែលគាត់គឺបាននិយាយទៅកាន់តាកូយ៉ាថាតាកូយ៉ានឹងពិតជាមានសំណាងមែនទែនដែលមានជាមួយនឹងសង្សារចូលចិត្តមើល anime ដូចជាគាត់ដែរបន្ទាប់មកពួកគេទាំងពីរគឺចាប់ផ្ដើមអង្គុយញ៉ាំកាហ្វេជាមួយនឹងគ្នាតែម្ដងអាម៉ាណេនាងក៏សម្រេចចិត្តថានិយាយរឿងអាត់កំបាំងមួយប្រាប់ទៅកាន់តាកូយ៉ានាងបាននិយាយទៅកាន់តាកូយ៉ាថាតាមពិតទៅនាងគឺគ្មានជាមួយនឹងប្អូនស្រីអីទេតាមពិតទៅឪពុកម្ដាយរបស់នាងគឺមានតែនាងម្នាក់តែប៉ុណ្ណោះដែលជាកូនឬក៏យើងហៅថាកូនតូលអញ្ចឹងណាចំណែកឯមូលហេតុដែលនាងកុហកទៅកាន់ពួកគេថានាងគឺមានជាមួយនឹងប្អូនស្រីវាគឺមានពិតមែនប៉ុន្តែគឺជាកូនស្រីអ្នកចិត្តខាងដោយសារតែនាងគឺគ្មានជាមួយនឹងប្អូនទេអញ្ចឹងហើយនាងក៏សម្រេចចិត្តថាយកកូនអ្នកចិត្តខាងធ្វើជាប្អូនរបស់នាងតែម្ដងប៉ុន្តែមិនបានយូរប៉ុន្មានជីនាងក៏បានធ្វើដំណើរមកដល់ដោយសារតែការងាររបស់នាងត្រូវបានបញ្ចប់ហើយអញ្ចឹងហើយនៅពេលនេះវាគឺជាវេនរបស់នាងវិញម្ដងដែលវាគឺជាវេនដែលនាងគឺត្រូវតែដើរលេងជាមួយនឹងតាកូយ៉ានៅពេលដែលអាម៉ាណេបានធ្វើដំណើរទៅបាត់ជីនាងគឺបាននាំតាកូយ៉ាទៅលេងជាមួយនឹងកន្លែងជាច្រើនចំណែកឯកន្លែងដែលនាងនាំតាកូយ៉ាទៅវិញដូចជាថតរូបលេងជាមួយនឹងគ្នាឬក៏ថតវីដេអូរាំជាមួយនឹងគ្នាជាដើមប៉ុន្តែតាមអ្វីដែលយើងបានសង្កេតវីដេអូដែលជីនាងបានថតរាំជាមួយនឹងតាកូយ៉ាហ្នឹងដែលនាងគឺបានដាក់ចំណងជើងនៅក្នុងវីដេអូរបស់នាងថាគូស្នេហ៍ឬក៏មានន័យថា couple អញ្ចឹងហើយសាច់រឿងចាប់ផ្ដើមបង្ហាញទៀតហើយសូម្បីតែជីនាងក៏លងស្នេហ៍ទៅកាន់តាកូយ៉ាដែរបន្ទាប់មកពួកគេទាំងពីរគឺចាប់ផ្ដើមធ្វើដំណើរទៅទិញជាមួយនឹងរបស់របរដែលតាកូយ៉ាចង់បានវិញម្ដងហើយវាក៏នៅតែដូចដើមអញ្ចឹងជីនាងគឺមិនសូវចូលចិត្តទៅលើរឿង anime ទាំងអស់ហ្នឹងទេប៉ុន្តែនៅពេលដែលនាងឃើញតាកូយ៉ាសប្បាយចិត្តនាងក៏ចេះតែចាប់បដ ாய் តាមហ្នឹងទៅសាច់រឿងបានកាន់មកកាន់ថ្ងៃដែលពួកគេចូលរៀនវិញហើយវាក៏ជាថ្ងៃដែលពួកគេនឹងត្រូវតែប្រឡងផងដែរនៅពេលដែលពួកគេទាំងអស់គ្នាបានបញ្ចប់ជាមួយនឹងការប្រឡងតាកូយ៉ាបន្ទុកសរុបរបស់គាត់គឺបានបន្ទុករហូតដល់311បន្ទុកចំណែកឯជីដោយសារតែនាងគឺជាសិប្បករអញ្ចឹងហើយបន្ទុកសរុបរបស់នាងគឺមានរហូតដល់423បន្ទុកចំណែកឯអ្នកដែលរៀនអន់ជាងគេដែលម្នាក់នោះគឺជាអាម៉ាណេបន្ទុកសរុបរបស់នាងគឺមានត្រឹមតែ175បន្ទុកតែប៉ុណ្ណោះ
chẳng hai đã sao tại bộ cái cứ mình trong ai am này thế bộ cái nó còn sắm chất thay chấm nai về vật liệuរបស់bộ cái đam bay bằng riêng tại căn am này bằng thêmចំណុចយតាកូយ៉ាវិញគាត់គឺមិនសូវផ្ដោតទៅលើមេរៀនប្រមាណទេដោយសារតែគាត់នឹងគឺកំពុងតែមើលមុខកូនកំមុំគេនៅពេលដែលពួកគេទាំង3គឺកំពុងតែអង្គុយរៀនចោះរៀនឡើងហ្នឹងជីជីបាននិយាយទៅកាន់ពួកគេថាវាគឺដល់ពេលដែលនាងត្រឡប់ទៅផ្ទះមុនហើយអញ្ចឹងហើយពួកគេគួរតែរៀនតែពីអ្នកហ្នឹងទៅនៅពេលដែលតាកូយ៉ាគឺកំពុងតែនៅពីអ្នកអាម៉ាណេអញ្ចឹងពួកគេនឹងគឺមិនបានទៅរៀនឯណាពួកគេនឹងគឺបែរទៅជាអង្គុយគូររុកទៅវិញបន្ទាប់ពីពួកគេបានបញ្ចប់ជាមួយនឹងការសិក្សាវាគឺជាពេលវេលាដែលពួកគេនឹងត្រូវតែត្រឡប់ទៅផ្ទះចំណែកតាមផ្លូវអាម៉ាណេបាននិយាយប្រាប់ទៅកាន់តាកូយ៉ាថានេះគឺជាផ្ទះរបស់នាងតាកូយ៉ាចង់ចូលទៅលេងបន្តិចទេនៅពេលដែលតាកូយ៉ាគាត់បានធ្វើដំណើរទៅលេងផ្ទះរបស់អាម៉ាណេនោះគាត់គឺបានសង្កេតឃើញថាអាម៉ាណេនឹងគឺពិតជាចូលចិត្តជាមួយនឹងរបស់អានីមេមែនទែនចំណែកឯអាម៉ាណេវិញនាងក៏មិនបានលាក់ទៀតដែរនាងបានប្រាប់ទៅកាន់តាកូយ៉ាថានាងគឺចូលចិត្តអានីមេតាំងពីនាងរៀនថ្នាក់ទី7មកម្លេះប៉ុន្តែនៅពេលនោះស្រាប់តែលេចចេញជាមួយនឹងក្មេងស្រីម្នាក់ដែលម្នាក់នឹងហើយគឺជាក្មេងស្រីដែលអាម៉ាណេតែងតែនិយាយថានាងគឺជាប្អូនស្រីរបស់អាម៉ាណេចំណែកឯឈ្មោះក្មេងទូចម្នាក់នឹងវិញនាងគឺមានឈ្មោះថាសាយូបានសួរទៅកាន់អាម៉ាណេហើយនឹងតាកូយ៉ាថាតើពួកគេទាំងពីរនឹងគឺជាសង្សារនឹងគ្នាមែនសាយូចាប់ផ្ដើមនិយាយឲ្យគេទៅកាន់អាម៉ាណេតែម្ដងនាងបាននិយាយថាដំបូងឡើយនឹងអាម៉ាណេគឺមិនចូលចិត្តទៅលើអានីមេទេប៉ុន្តែបន្ទាប់ពីនាងបបួលអាម៉ាណេមើលអាម៉ាណេគឺចាប់ផ្ដើមហ្វេនផ្កាប់មុខតែម្ដងនៅពេលដែលសាយូធ្វើដំណើរទៅបានវាគឺជាពេលវេលាដែលតាកូយ៉ាហើយនឹងអាម៉ាណេពួកគេទាំងពីរគឺកំពុងតែអង្គុយតែពីរនាក់នៅពេលដែលពួកគេអង្គុយសុកហ្នឹងអាម៉ាណេនឹងគឺចាប់ផ្ដើមបបួលទៅកាន់តាកូយ៉ាលេងជាមួយនឹងហ្គេមមួយនាងបាននិយាយទៅកាន់តាកូយ៉ាថាបើសិនជានាងគូរុកចាញ់តាកូយ៉ាគាត់គឺចង់បានអីក៏បានដែរនាងគឺហ៊ានឲ្យប៉ុន្តែបើសិនជាតាកូយ៉ាចាញ់នាងវិញនាងនឹងយកជាមួយនឹងរុកតុក្កតាអានីមេនៅផ្ទះរបស់តាកូយ៉ាធ្វើជារបស់នាងចំណែកឯតាកូយ៉ាគាត់ក៏មិនបានបដិសេធដែរគាត់បាននិយាយទៅកាន់នាងថាបើសិនជាគាត់ឈ្នះគាត់នឹងយកជាមួយនឹងតុក្កតារបស់នាងបន្ទាប់ពីពួកគេបានចំណាយពេលអស់រយៈពេលជាច្រើនម៉ោងយើងគឺបានឃើញថាអាម៉ាណេគឺមិនអាចគូររុកឈ្នះទៅកាន់តាកូយ៉ាបានទេអញ្ចឹងហើយអាម៉ាណេនាងគឺចាប់ផ្ដើមមានកំណត់ខូចតែម្ដងនាងគឺបាននិយាយទៅកាន់តាកូយ៉ាថាតើតាកូយ៉ាអាចយកអីផ្សេងក្រៅពីតុក្កតារបស់នាងបានអត់ឬក៏អោបនាងក៏បានដែរនាងគឺឲ្យអោបនៅពេលដែលតាកូយ៉ាគាត់គឺបំរុងនឹងយកព្រមទៅហើយស្រាប់តែសាយូនាងក៏បានធ្វើដំណើរមកដល់អញ្ចឹងហើយអំបិលបន្ទាប់មកហេតុការណ៍បានកាន់មកកាន់ពេលយប់វាគឺជាពេលវេលាដែលតាកូយ៉ាគាត់គឺត្រូវតែធ្វើដំណើរទៅកាន់ផ្ទះរបស់គាត់វិញហើយប៉ុន្តែមុននឹងតាកូយ៉ាចាក់ចេញសាយូនាងក៏បាននិយាយអរគុណទៅកាន់តាកូយ៉ាផងដែរនាងបាននិយាយទៅកាន់តាកូយ៉ាថាតាំងពីដើមមកនាងគឺមិនដែលឃើញអាម៉ាណេចេះសប្បាយចិត្តអញ្ចឹងទេអញ្ចឹងហើយនាងគឺសង្ឃឹមថាតាកូយ៉ានឹងធ្វើឲ្យអាម៉ាណេសប្បាយចិត្តជារៀងរាល់ថ្ងៃហើយនាងគឺសង្ឃឹមថាពួកគេនឹងក្លាយទៅជាមិត្តភក្តិនឹងគ្នាជារៀងរហូតបន្តមកហេតុការណ៍បានកាន់មកកាន់ថ្ងៃស្អែកយើងគឺបានឃើញថានៅពេលដែលពួកគេបានបញ្ចប់ជាមួយនឹងការប្រឡងតាកូយ៉ាហើយនឹងជីពួកគេនឹងក៏នៅតែប្រឡងបានបន្ទុកច្រើនអញ្ចឹងប៉ុន្តែអ្នកដែលកាក់ជាងគេដែលម្នាក់នោះគឺជាអាម៉ាណេដោយសារតែជីហើយនឹងអាម៉ាណេពួកគេគឺប្រឡងបានបន្ទុកច្រើនអញ្ចឹងហើយពួកគេនឹងគឺចង់ដើរលេងជាមួយនឹងគ្នាហើយចោះខ្ញុំអត់ឲ្យទៅទេអត់បន្តមកជីហើយនឹងតាកូយ៉ាពួកគេចាប់ផ្ដើមដើរលេងជាមួយនឹងគ្នាដូចជាមើលកុនលេងហ្គេមចាប់តុក្កតាឬក៏ថតរូបជាដើមនៅពេលដែលពួកគេទាំងពីរបានចំណាយពេលដើរលេងជាមួយនឹងគ្នាសឹងតែមួយថ្ងៃពេញតាកូយ៉ាគាត់គឺពិតជាអរគុណទៅកាន់ជីណាគាត់បាននិយាយទៅកាន់នាងថាតាំងពីដើមមកគាត់គឺមិនដែលចំណាយពេលវេលារបស់គាត់ជាមួយនឹងមិត្តភក្តិទេនេះវាគឺជាលើកទី1ហើយសម្រាប់គាត់គឺពិតជាមានអារម្មណ៍ថាមានក្តីសុខខ្លាំងណាស់ហេតុការណ៍បានកាន់មកកាន់អាម៉ាណេឯណេះវិញដែលនាងគឺកំពុងតែអង្គុយមើលរឿងស្នេហាប៉ុន្តែមើលទៅកាន់នាងគឺនៅមិនស្ងប់ក្នុងចិត្តតតែសោះថ្ងៃស្អែកធ្វើដំណើរមកដល់នាងគឺបានសួរទៅកាន់តាកូយ៉ាហើយនឹងជីថាតែម្សិលមិញពួកគេទាំងពីរនាក់ហ្នឹងគឺដេតគ្នាមែនប៉ុន្តែពួកគេទាំងពីរបាននិយាយតបទៅកាន់នាងវិញថាពួកគេគ្រាន់តែដើរលេងតែប៉ុណ្ណោះនៅពេលដែលលេងអញ្ចឹងដែលធ្វើឲ្យអាម៉ាណេនាងក៏រៀងសប្បាយចិត្តផងដែរប៉ុន្តែនៅពេលនោះតាកូយ៉ាគាត់ក៏បានឃើញជាមួយនឹងរូបថតមួយនៅពេលដែលគាត់បានកាន់ជាមួយនឹងរូបថតនឹងភ្លាមស្រាប់តែជីនាងគឺចាប់ផ្ដើមកញ្ឆក់រូបថតមួយនឹងចេញអំពីតាកូយ៉ាភ្លាមមើលទៅកាន់នាងដូចជាមានរឿងអ្វីលាក់បាំងអញ្ចឹងដោយសារតែពួកគេបានសួរទៅកាន់នាងខ្លាំងពេកនាងក៏សម្រេចចិត្តថាប្រាប់ទៅកាន់ពួកគេតែម្ដងដែលតាមពិតទៅបរិសដែលមានជាមួយនឹងពុកមាត់បានថតរូបជាមួយនឹងនាងហ្នឹងដែលបរិសម្នាក់នោះគឺជាបងប្រុសរបស់នាងហេតុការណ៍បានកាន់មកកាន់ពេលថ្ងៃមើលទៅកាន់ពួកគេនៅពេលនេះហាក់ដូចជាមិនសប្បាយចិត្តនោះទេដោយសារតែពួកគេគឺបានប៉ះជាមួយនឹងម៉ោងកីឡាអញ្ចឹងហើយពួកគេគឺពិតជាខ្ជិលខ្លាំងណាស់ចំណែកឯអាម៉ាណេវិញនាងបាននិយាយទៅកាន់តាកូយ៉ាថានៅពេលដែលនាងគឺកំពុងតែលេងកីឡាតាកូយ៉ាអាចធ្វើដំណើរទៅមើលនាងបានទេនៅពេលដែលអាម៉ាណេនាងគឺកំពុងតែលេងកីឡាមើលទៅកាន់នាងគឺពិតជាប្រកែបោះបាល់ខ្លាំងណាស់
នៅពេលដែលអាម៉ាណេបានកលេចឃើញទៅកាន់តាកូយ៉ាទៀតនោះដែលធ្វើឲ្យនាងគឺលេងបាល់កាន់តែខ្លាំងចំណែកឯមិត្តភក្តិរបស់អាម៉ាណេវិញពួកគេទាំងអស់គ្នាក៏ហាក់ដូចជាចាប់អារម្មណ៍ដែរពួកគេបានសួរទៅកាន់អាម៉ាណេថាតើអាម៉ាណេហើយនិងតាកូយ៉ាពួកគេទាំងពីរគឺជាសង្សារនឹងគ្នាមែនទេនៅពេលដែលការលេងកីឡារបស់អាម៉ាណេត្រូវបានបញ្ចប់តាកូយ៉ាគាត់គឺបានធ្វើដំណើរមើលជីជីនាងគឺលេងកីឡាវិញម្ដងប៉ុន្តែមើលទៅដូចជាមិនមែនមើលជីជីលេងទេប៉ុន្តែដូចជាមើលអាផ្សេងនោះទៅវិញចំណែកឯបន្ទាប់មកទៀតវាគឺជាវេនរបស់តាកូយ៉ាវិញម្ដងដែលគាត់គឺត្រូវតែលេងជាមួយនឹងកីឡាវាយបាល់ប៉ុន្តែមើលទៅកាន់តាកូយ៉ានឹងដូចជាមិនចេះលេងតតែសោះប៉ុន្តែមិនបានយូរប៉ុន្មានសិស្សប្រុសៗដទៃពួកគេចាប់ផ្ដើមភ្ញាក់ផ្អើលដោយសារតែពួកគេបានឃើញជាមួយនឹងជីជីហើយនិងអាម៉ាណេពួកគេទាំងពីរបានធ្វើដំណើរមកទីនេះដោយសារតែពួកនាងទាំងពីរគឺជាស្រីស្អាតអញ្ចឹងហើយគឺពិតជាកម្រខ្លាំងណាស់ដែលនាងគឺធ្វើដំណើរមកមើលជាមួយនឹងប្រុសៗលេងបាល់បន្ទាប់ពីបញ្ចប់ជាមួយនឹងការលេងកីឡាជីជីហើយនិងអាម៉ាណេពួកនាងទាំងពីរគឺចាប់ផ្ដើមបបួលទៅកាន់តាកូយ៉ាដើម្បីទៅច្រៀងខារ៉ាអូខេជាមួយនឹងនាងតែម្ដងជីជីបាននិយាយទៅកាន់ពួកគេទៀតថាដោយសារតែមិនយូរមិនឆាប់ទៀតទេរដូវក្តៅវានឹងធ្វើដំណើរមកដល់អញ្ចឹងហើយសាលារបស់យើងនឹងមានជាមួយនឹងថ្ងៃឈប់សម្រាកអញ្ចឹងហើយអ្វីដែលយើងគួរតែធ្វើពួកយើងគួរតែចំណាយពេលវេលាជាមួយនឹងគ្នាឲ្យបានច្រើនមិនយូរមិនឆាប់ទេថ្ងៃសារ៉ានឹងធ្វើដំណើរមកដល់ពួកយើងគឺមិនអាចជួបគ្នាបានទេនៅពេលដែលពួកគេបានបញ្ចប់ជាមួយនឹងការសិក្សាពួកគេទាំង3ក៏បានធ្វើដំណើរទៅកាន់ខារ៉ាអូខេផងដែរចំណែកឯជីជីហើយនិងអាម៉ាណេវិញពួកនាងទាំងពីរគឺពិតជាចង់ឃើញទៅកាន់តាកូយ៉ាគាត់គឺច្រៀងខ្លាំងណាស់ចំណែកឯតាកូយ៉ាវិញគាត់ក៏មិនកំណាញ់ដែរគាត់ក៏ចាប់ផ្ដើមច្រៀងឲ្យទៅកាន់ពួកគេស្ដាប់ប៉ុន្តែចម្រៀងដែលគាត់ច្រៀងវាគឺជាចម្រៀងអានីមេដែលគាត់បានមើលនឹងហើយបន្ទាប់ពីអាម៉ាណេហើយនិងជីជីពួកនាងទាំងពីរគឺបានស្ដាប់ជាមួយនឹងចម្រៀងរបស់តាកូយ៉ារួចហើយពួកនាងគឺចាប់ផ្ដើមចំហមកតែម្ដងប៉ុន្តែមិនដឹងថាប្រុសឬក៏ស្ដាប់អត់បានទេប៉ុន្តែដើម្បីមនុស្សខ្លួនឯងស្រឡាញ់ទោះបីជាមិនប្រុសក៏នៅតែនិយាយថាប្រុសដែរបន្តមកពួកគេទាំង3ក៏បានចំណាយពេលវេលានៅជាមួយនឹងគ្នាដែលមើលទៅគឺពិតជាមានក្តីសុខខ្លាំងណាស់បន្ទាប់ពីពួកគេបានបញ្ចប់ជាមួយនឹងការច្រៀងខារ៉ាអូខេពួកគេចាប់ផ្ដើមធ្វើដំណើរត្រឡប់ទៅផ្ទះវិញប៉ុន្តែអាម៉ាណេបាននិយាយទៅកាន់ពួកគេថានៅថ្ងៃឈប់សម្រាកនៅរដូវក្តៅពួកគេត្រូវតែប្រកាសថាពួកគេគឺត្រូវតែទំនេរទាំងអស់គ្នាដោយសារតែនាងគឺចាប់ផ្ដើមមានជាមួយនឹងគម្រោងមួយដែលនាងគឺចង់បបួលពួកគេទៅលេងនៅសមុទ្រនឹងឯងមុននឹងបញ្ចប់ជាមួយនឹងអេពីសូតមួយនេះតាកូយ៉ាបាននិយាយថាពីមុនគាត់គឺគ្មានជាមួយនឹងមិត្តភក្តិតតែសោះប៉ុន្តែនៅពេលនេះគាត់គឺមានជាមួយនឹងមិត្តភក្តិពីរនាក់ដែលគាត់គឺអាចទុកចិត្តទៅកាន់ពួកគេបានសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទជូថូកាមីនៅថ្ងៃនេះយើងនឹងមកបន្តជាមួយនឹងសាច់រឿងស្នេហារបស់យើងបន្តទៀតខ្ញុំពិតជាសូមទោសខ្លាំងមែនទែនចំពោះការចេញវីដេអូយឺតដោយសារតែខ្ញុំគឺបានចំណាយពេលវេលារបស់ខ្ញុំទៅលើ channel ចាស់ៗរបស់ខ្ញុំអញ្ចឹងហើយខ្ញុំអត់សូវបានផ្ដោតមកលើ channel ថ្មីទេប៉ុន្តែមិនអីទេគ្នាយើងសម្រាប់ channel មួយនេះខ្ញុំនៅតែបន្តធ្វើវារហូតអញ្ចឹងចំណែកឯ channel ចាស់ៗខ្ញុំវិញខ្ញុំអាចនឹងផ្អាកធ្វើវាមួយរយៈហេតុការណ៍បានកាត់មកកាន់ខែ8ឬក៏យើងហៅថាខែសីហាវាគឺជារដូវក្តៅចំណែកឯបច្ចុប្បន្នវិញតាកូយ៉ាអាម៉ាណេហើយនិងសាយូពួកគេទាំង3គឺកំពុងតែធ្វើដំណើរទៅកាន់សមុទ្រចំណែកឯតាកូយ៉ាវិញគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែនេះគឺជាអ្វីដែលគាត់ប្រាថ្នាចង់បានគាត់គឺចង់ចំណាយពេលវេលារបស់គាត់ជាមួយនឹងមិត្តភក្តិរបស់គាត់ឲ្យបានច្រើនបន្ទាប់ពីពួកគេបានចំណាយពេលអស់រយៈពេលជាយូរពួកគេទាំងអស់គ្នាបានធ្វើដំណើរមកដល់សមុទ្រហើយចំណែកឯនៅសមុទ្រនឹងវិញសូម្បីតែជីជីនាងក៏បានធ្វើដំណើរមកដល់មុនពួកគេដែរប៉ុន្តែជីជីនាងគឺមិនមែនមកតែម្នាក់ទេនាងគឺបាននាំយកបងប្រុសរបស់នាងហើយនិងប្អូនរបស់នាងចំនួន2នាក់ទៀតនៅពេលដែលពួកគេបានធ្វើដំណើរមកជុំគ្នាស្រីពួកគេក៏បានទៅផ្លាស់ជាមួយនឹងសម្លៀកបំពាក់ចំណែកឯតាកូយ៉ាវិញគាត់គឺបង្ខំចិត្តនៅជាមួយនឹងបងប្រុសរបស់ជីជីហើយនិងប្អូនរបស់នាងចំនួន2នាក់ទៀតចំណែកឯបងប្រុសរបស់ជីជីវិញគាត់គឺជាមនុស្សម្នាក់ដែលពិតជាតឹងតែងខ្លាំងណាស់គាត់គឺមិនតន់ចង់ឲ្យប្អូនស្រីរបស់គាត់មានស្នេហាទេនៅពេលដែលពួកគេបានផ្លាស់ប្ដូរជាមួយនឹងសម្លៀកបំពាក់រួចហើយអ្វីដែលពួកគេត្រូវធ្វើបន្តទៀតពួកគេគឺត្រូវតែរៀបចំជាមួយនឹងកន្លែងដើម្បីអាំងជាមួយនឹងសាច់ញ៉ាំចំណែកឯតាកូយ៉ាអាម៉ាណេហើយនិងសាយូពួកគេទាំង3គឺអាចទៅលេងទឹកបានចំណែកឯជីជីហើយនិងបងប្អូនរបស់នាងវិញពួកគេត្រូវតែរៀបចំជាមួយនឹងរបស់សិននៅពេលដែលតាកូយ៉ាហើយនិងអាម៉ាណេពួកគេទាំងពីរគឺកំពុងតែអង្គុយផ្គុំរូបជាមួយនឹងគ្នានោះចំណែកឯសាយូវិញនាងក៏បានយកជាមួយនឹងទូរស័ព្ទរបស់នាងថតទៅកាន់ពួកគេទាំងពីរផងដែរចំណែកឯគោលបំណងរបស់សាយូវិញនាងគឺចង់ឲ្យតាកូយ៉ាហើយនិងអាម៉ាណេពួកគេនឹងគឺស្រឡាញ់គ្នាធ្វើជាសង្សារនឹងគ្នាអញ្ចឹងទៅបន្តមកពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមចំណាយពេលវេលារបស់ពួកគេនៅជាមួយនឹងគ្នាដែលមើលទៅពិតជាសប្បាយខ្លាំងណាស់នៅពេលដែលពួកគេបានលេងបាញ់ទឹកឬក៏លេងបាល់ជាមួយនឹងគ្នារួចហើយពួកគេនឹងក៏មានជាមួយនឹងគម្រោងការមួយចង់ធ្វើបាបទៅកាន់តាកូយ៉ានិយាយទៅគឺមិនមែនគម្រោងការទេគឺចាប់ធ្វើបាបតែម្ដងដែលពួកគេនឹងគឺបានចាប់តាកូយ៉ាគាត់នឹងខ្សាច់នឹងឯង
ចំណែកឯសាយូឯណែវិញនាងក៏នៅតែយកជាមួយនឹងទូរស័ព្ទរបស់នាងថតទៅកាន់តាកូយ៉ាហើយនឹងអាម៉ាណេអញ្ចឹងចំណែកឯខាងប្អូនៗរបស់ជីជីវិញនៅពេលដែលពួកគេគឺកំពុងតែលេងបាល់សុកនោះពួកគេនឹងគឺបានរត់ទៅបុកនាងដែលធ្វើឲ្យនាងគឺវានឹងថើបទៅកាន់តាកូយ៉ាតែម្ដងបន្ទាប់ពីពួកគេបានបញ្ចប់ជាមួយនឹងការលេងទឹកពួកគេក៏សម្រេចចិត្តថាញ៉ាំជាមួយនឹងម្ហូបឬក៏អាហារដើម្បីចម្អែតជាមួយនឹងកំពែសិនចំណែកឯខាងប្អូនៗរបស់ជីជីវិញមើលទៅកាន់ពួកគេនឹងពិតជាចូលចិត្តទៅកាន់តាកូយ៉ាខ្លាំងណាស់ដែលពួកគេតែងតែឲ្យជាមួយនឹងរបស់ញ៉ាំឲ្យទៅកាន់តាកូយ៉ាអញ្ចឹងទៅបន្ទាប់មកពួកគេបានសួរទៅកាន់តាកូយ៉ាថាបងឯងហើយនឹងចាយខ្ញុំនឹងសង្សារគ្នាមែនគ្រាន់តែសាយូបានឮជាមួយនឹងសំណួរដែលពួកគេបានសួរទៅកាន់តាកូយ៉ាភ្លាមនាងបាននិយាយទៅកាន់ពួកគេថាតាកូយ៉ាគឺមិនមែនជាសង្សារចាយរបស់ពួកឯងទេប៉ុន្តែតាកូយ៉ាគឺជាសង្សារចាយរបស់ខ្ញុំដោយសារតែពួកគេទាំង3គឺឆ្លោះគ្នាអញ្ចឹងទៅពួកគេនឹងចាប់ផ្ដើមប្រកួតគ្នាតែម្ដងបងប្អូនរបស់ជីជីនឹងពួកគេបាននិយាយថាចាយរបស់គេហើយនឹងតាកូយ៉ានឹងគឺបានចំណាយពេលវេលាដើរលេងជាមួយនឹងគ្នាហើយជួបគ្នានៅក្នុងសាលទំនើបទៀតសាយូបាននិយាយទៅកាន់ពួកគេវិញថាគ្រាន់តែរឿងប៉ុណ្្នឹងសោះគាត់ថាវានឹងខ្លាំងមែនចំណែកឯតាកូយ៉ាហើយនឹងចាយរបស់នាងវិញគឺបានអង្គុយលេងជាមួយនឹងគ្នានៅក្នុងបន្ទប់តែ2នាក់ហើយគឺថែមទាំងចង់អោបគ្នាទៀតចឹងហើយអ្វីណាគឺខ្លាំងជាងដោយសារតែពួកគេទទួលបានជាមួយនឹងចម្លើយបងប្អូនរបស់ជីជីគឺមិនអាចយកឈ្នះទៅកាន់សាយូបានទេចំណែកឯតាកូយ៉ាវិញដោយសារតែគាត់គឺមិនចង់ឲ្យក្មេងៗឆ្លោះគ្នាគាត់ក៏សម្រេចចិត្តថាបបួលសាយូទៅទិញរបស់ញ៉ាំជាមួយនឹងគាត់ចំណែកឯតាមផ្លូវដែលពួកគេដើរត្រឡប់មកវិញតាកូយ៉ាបាននិយាយទៅកាន់សាយូថាតើសាយូដឹងទេគាត់ពីមុនគឺជាមនុស្សម្នាក់ដែលគ្មានជាមួយនឹងមិត្តភក្តិតតែសោះប៉ុន្តែនៅពេលនេះគាត់គឺមានជាមួយនឹងមិត្តភក្តិចំនួន2នាក់គឺជាអាម៉ាណេហើយនិងជីជីពួកគេគឺជាមិត្តភក្តិល្អរបស់គាត់គឺមិនដែលសម័យទេថាគាត់អាចចំណាយពេលវេលារបស់គាត់នៅជាមួយនឹងពួកគេប៉ុន្តែលើកនេះវាហាក់ដូចជាសបិនមួយដែលគាត់គឺមិនអាចនឹកស្មានដល់ដែលគាត់គឺមិនអាចនឹកស្មានថាគាត់គឺអាចមានមិត្តភក្តិគាត់គឺអាចសប្បាយចិត្តគាត់គឺអាចចំណាយពេលនៅជាមួយនឹងពួកគេបានយ៉ាងរីករាយអញ្ចឹងហើយអ្វីដែលគាត់ចង់ប្រាប់ទៅកាន់សាយូគាត់គឺចង់ឲ្យសាយូសប្បាយចិត្តនៅទីនេះដោយសារតែពួកយើងគឺមិនអាចចំណាយពេលនៅជាមួយនឹងគ្នាបានជានិច្ចរហូតនោះទេនៅពេលដែលសាយូបានស្ដាប់ឮជាមួយនឹងពាក្យសម្ដីរបស់តាកូយ៉ានាងហាក់ដូចជាយល់បន្ទាប់មកនាងក៏បានរត់ទៅកាន់សមុទ្រមុនគេរួចនាងក៏បានដើរសម្ដៅទៅកាន់ប្អូនៗរបស់ជីជីផងដែរហើយនាងគឺបានហុចជាមួយនឹងការ៉េមចំនួន2ឲ្យទៅកាន់ពួកគេរួចនាងបាននិយាយទៅកាន់ពួកគេថានាងគឺពិតជាសុំទោសមែនទែនដែលថានាងគឺនិយាយពីអ្វីមួយដូចជាមិនសមរម្យចឹងទៅចំណែកឯប្អូនៗរបស់ជីជីវិញពួកគេក៏មិនបានប្រកាន់ដែរពួកគេក៏បានយល់ស្របនៅពេលដែលរឿងរ៉ាវតឹងទ្រង់ត្រូវបានដោះស្រាយពួកគេក៏នៅតែបន្តលេងជាមួយនឹងគ្នាដូចជាធម្មតាចំណែកឯបងប្រុសរបស់ជីជីវិញគាត់បានដើរមកនិយាយលេងជាមួយនឹងតាកូយ៉ាគាត់បាននិយាយថាតាកូយ៉ាហើយនឹងប្អូនស្រីរបស់គាត់គឺជាមិត្តភក្តិនឹងគ្នាមែនទេតាកូយ៉ាបាននិយាយទៅកាន់គាត់វិញថាគឺពិតមែនហើយបន្តមកគាត់ក៏បានសួរជាមួយនឹងសំណួរចាក់ដោតមួយគាត់បានសួរទៅកាន់តាកូយ៉ាថារវាងប្អូនស្រីរបស់គាត់ហើយនឹងអាម៉ាណេតាកូយ៉ាជ្រើសរើសយកមួយណាបើសិនជាគាត់ឲ្យរើសចំណែកឯមូលហេតុដែលគាត់សួរទៅកាន់តាកូយ៉ាបែបហ្នឹងវិញគាត់បាននិយាយទៅកាន់តាកូយ៉ាថាដោយសារតែជីជីហើយនិងអាម៉ាណេពួកគេទាំងពីរគឺជាមិត្តភក្តិល្អនឹងគ្នាអញ្ចឹងហើយគាត់គឺមិនចង់ដោយសារតែប្រុសម្នាក់ធ្វើឲ្យពួកគេបែកបាក់ជាមួយនឹងមិត្តភាពនោះទេសាច់រឿងបានកាន់មកកាន់ពេលល្ងាចវិញនៅពេលដែលតាកូយ៉ាហើយនិងជីជីពួកគេទាំងពីរគឺកំពុងតែអង្គុយមើលថ្ងៃលិចនោះតាកូយ៉ាគាត់គឺបំរុងនឹងនិយាយអ្វីមួយទៅកាន់ជីជីប៉ុន្តែបងប្រុសរបស់នាងក៏បានបង្ហាញខ្លួនចេញមកមិនយូរមិនឆាប់វាក៏ដល់ជាមួយនឹងពេលវេលាដែលពួកគេទាំងអស់គ្នាត្រូវតែត្រឡប់ទៅផ្ទះវិញចំណែកឯសាយូវិញនាងក៏បានបង្ហាញជាមួយនឹងរូបថតដែលនាងបានថតឲ្យទៅកាន់តាកូយ៉ាហើយនិងអាម៉ាណេបានមើលផងដែរចំណែកឯតាមផ្លូវដែលពួកគេបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញតាកូយ៉ាហើយនិងសាយូពួកគេទាំងពីរនឹងគឺបានគេងលក់បាត់ទៅហើយគឺមានតែអាម៉ាណេម្នាក់តែប៉ុណ្ណោះដែលនេះគឺមិនទាន់គេងលក់ប៉ុន្តែនៅពេលនោះគឺមានជាមួយនឹងមនុស្សស្រីម្នាក់គាត់បាននិយាយថាមើលទៅកាន់ប្តីប្រពន្ធហើយនិងកូនរបស់គេពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់នៅពេលដែលអាម៉ាណេបានឮជាមួយនឹងពាក្យសម្ដីអ្នកមីងម្នាក់នោះនាងក៏បានយល់ជាមួយនឹងពាក្យសម្ដីមួយនោះយកមកគិតនាងបាននិយាយនៅក្នុងចិត្តថាតើវាគឺអាចទៅរួចដែរឬទេថានាងគឺជាប្រពន្ធរបស់តាកូយ៉ាហើយពួកគេមានជាមួយនឹងកូនស្រីម្នាក់បន្តមកនាងបាននិយាយថាបើសិនជាអាចខ្ញុំគឺចង់ឲ្យពាក្យសម្ដីរបស់អ្នកមីងខ្លាចទៅជាការពិតហេតុការណ៍បានកាត់មកកាន់ថ្ងៃស្អែកនៅពេលដែលតាកូយ៉ាគាត់គឺកំពុងតែអង្គុយគូររូបនោះស្រាប់តែគាត់គឺទទួលបានជាមួយនឹងសាររបស់អាម៉ាណេចំណែកឯខាងអាម៉ាណេនេះវិញនាងគឺកំពុងតែសន្តិដ្ឋនៅកន្លែងមួយដែលយើងមិនទាន់ស្គាល់ដែលនាងគឺកំពុងតែឈររងចាំទៅកាន់តាកូយ៉ានឹងឯងនៅពេលដែលនាងបានឃើញតាកូយ៉ាធ្វើដំណើរមកដល់មើលទៅកាន់អាម៉ាណេនាងពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលតាកូយ៉ាបានកលិចមើលក្រោយគាត់គឺឃើញថាវាគឺជាកន្លែងរៀបការអញ្ចឹងហើយតាកូយ៉ាគាត់គឺចាប់ផ្ដើមឆ្ងល់ហើយគាត់បានសួរទៅកាន់អាម៉ាណេថាហើយនាងហៅគាត់មកកន្លែងនឹងធ្វើអ្វី
អាម៉ាណេនាងក៏មិនបានបដិសេធដែរនាងបាននិយាយទៅកាន់តាកូយ៉ាថាមូលហេតុដែលនាងហៅគាត់មកទីនេះដោយសារតែនាងគឺចង់ពឹងឲ្យគាត់ថតរូបរៀបការជាមួយនឹងនាងគ្រាន់តែលឺចឹងភ្លាមតាកូយ៉ាគាត់គឺចាប់ផ្ដើមបដិសេធតែម្ដងគាត់បាននិយាយទៅកាន់នាងថាដោយសារតែគាត់គឺជាក្មេងធម្មតាអញ្ចឹងហើយគាត់គឺមិនតន់ចង់ថតរៀបការអីទេអាម៉ាណេបាននិយាយទៅកាន់តាកូយ៉ាថាមូលហេតុដែលនាងពឹងគាត់ដោយសារតែនាងគឺមិនស្គាល់បរិសុទ្ធណាផ្សេងក្រៅពីតាកូយ៉ាទេអញ្ចឹងហើយនាងគឺចង់ឲ្យតាកូយ៉ាជួយនាងបន្ទាប់មកស្រាប់តែលេចចេញជាមួយនឹងមនុស្សស្រីម្នាក់ទៀតបានធ្វើដំណើរមកដល់ដែលមនុស្សស្រីម្នាក់នោះនាងគឺជាម្ដាយរបស់អាម៉ាណេនៅពេលដែលតាកូយ៉ាបានឃើញតែកាន់ពួកនាងទាំងពីរមើលតែកាន់ពួកគេនឹងគឺពិតជាដូចគ្នាខ្លាំងណាស់នៅពេលដែលពួកគេបានធ្វើដំណើរចូលទៅដល់ខាងក្នុងម្ដាយរបស់អាម៉ាណេគឺបានពឹងតែកាន់មិត្តភក្តិគាត់ម្នាក់ទៀតដើម្បីរកជាមួយនឹងសម្លេងបំពាក់ឲ្យទៅកាន់តាកូយ៉ាផងដែរចំណែកឯខាងអាម៉ាណេហើយនិងម្ដាយរបស់នាងឯនេះវិញដែលពួកគាត់គឺកំពុងតែរៀបចំខ្លួនឲ្យទៅកាន់អាម៉ាណេនឹងឯងម្ដាយអាម៉ាណេគាត់គឺចង់ដឹងជាមួយនឹងរឿងខ្លះៗគាត់បានសួរទៅកាន់អាម៉ាណេថាតើអាម៉ាណេហើយនិងតាកូយ៉ាពួកគេគឺជាសង្សារនឹងគ្នាមែនទេអាម៉ាណេបានតបទៅកាន់គាត់វិញថាពួកយើងទាំងពីរគ្រាន់តែជាមិត្តភក្តិតែប៉ុណ្ណោះប៉ុន្តែពាក្យសម្ដីរបស់អាម៉ាណេនិយាយអញ្ចឹងពិតមែនប៉ុន្តែម្ដាយរបស់នាងគឺបានដឹងបាត់ទៅហើយគាត់បាននិយាយទៅកាន់អាម៉ាណេថាម៉ាក់គឺជាម្ដាយរបស់ឯងអញ្ចឹងហើយម៉ាក់គឺស្គាល់ចរិតរបស់ឯងច្បាស់ប៉ុន្តែម៉ាក់គឺមិនបង្ខំទៅកាន់ឯងទេបើសិនជាឯងចង់បានក៏ចង់បានចោះបើសិនជាមិនចង់បានទេក៏ហីចោះប៉ុន្តែអ្វីដែលម៉ាក់ចង់ដាស់តឿនទៅកាន់ឯងតាន់ឯងនៅពេលនេះគឺកំពុងតែមានគាត់អញ្ចឹងហើយគួរតែថែរក្សាគាត់ឲ្យបានល្អឬក៏សារភាពប្រាប់ទៅកាន់គាត់ទៅប្រយ័ត្ននៅថ្ងៃណាមួយគាត់គឺរកឃើញជាមួយនឹងដៃគូជីវិតរបស់គាត់ហើយឯងប្រាប់គាត់តាមក្រោយច្បាស់ណាស់ឯងនឹងបានអំបិលជាមិនខានបន្តមកហេតុការណ៍បានកាន់នៅពេលដែលពួកគេទាំងពីរបានស្លៀកជាមួយនឹងសម្លៀកបំពាក់កូនកំមុំហើយនិងកូនកំឡោះចំណែករូបថតដែលពួកគេត្រូវថតវិញគឺតម្រូវឲ្យពួកគេកាន់ដៃគ្នាជាដើមប៉ុន្តែមើលទៅកាន់ពួកគេកាន់ដៃគ្នានឹងដូចជាម៉ាឡាកាំងអញ្ចឹងដោយសារតែអញ្ចឹងហើយម្ដាយរបស់អាម៉ាណេបាននិយាយទៅកាន់អាម៉ាណេថាបើសិនជាអាម៉ាណេនៅតែធ្វើអញ្ចឹងទៀតគាត់នឹងបង្ហាញជាមួយនឹងរូបអាម៉ាណេកាលនៅតូចឲ្យទៅកាន់តាកូយ៉ាមើលហើយដោយសារតែអញ្ចឹងហើយពួកគេទាំងពីរគឺបានផ្ដោតជាមួយនឹងអារម្មណ៍ហើយពួកគេក៏បានទទួលបានជាមួយនឹងរូបថតយ៉ាងស្រស់ស្អាតម្ដាយរបស់អាម៉ាណេបាននិយាយនៅក្នុងចិត្តថាកូននៅពេលនេះគឺពិតជាផ្លាស់ប្ដូរខ្លាំងណាស់បន្តមកសាច់រឿងបានកាត់មកកាន់ចុងខែ8យើងគឺបានឃើញថាតាកូយ៉ាជីជីហើយនិងអាម៉ាណេពួកគេទាំង3បានធ្វើដំណើរមកលេងក្នុងកម្មវិធីមួយដែលវាគឺជាកម្មវិធីបាញ់កញ្ជ្រួចចំណែកឯនៅក្នុងកម្មវិធីនឹងវិញដោយសារតែមានជាមួយនឹងមនុស្សច្រើនអញ្ចឹងហើយជីជីបាននិយាយទៅកាន់ពួកគេថាពួកយើងគួរតែកាន់ដៃគ្នាដើម្បីកុំឲ្យវង្វេងនៅពេលដែលជីជីនិយាយចប់តាកូយ៉ាហើយនិងអាម៉ាណេពួកគេទាំងពីរចាប់ផ្ដើមប្រតិកម្មតែម្ដងអញ្ចឹងហើយជីជីនាងគឺចាប់ផ្ដើមចាប់បាននាងបានសួរទៅកាន់ពួកគេថាតើពួកគេមានអ្វីលាក់នាងមែនដោយសារតែកុំឲ្យចំណានគ្នាពួកគេទាំងពីរក៏សម្រេចចិត្តថាកាន់ដៃរបស់តាកូយ៉ាសងខាងតែម្ដងបន្តមកពួកគេទាំង3ក៏បានចំណាយពេលនៅជាមួយនឹងគ្នាដូចជាដើរលេងឬក៏ទិញរបស់នេះរបស់នោះជាដើមប៉ុន្តែនៅតាមផ្លូវដែលពួកគេគឺកំពុងតែដើរលេងនោះស្រាប់តែលេចចេញជាមួយនឹងមិត្តភក្តិរបស់អាម៉ាណេម្នាក់ទៀតដោយសារតែអញ្ចឹងហើយអាម៉ាណេនាងក៏សម្រេចចិត្តថាដើរលេងជាមួយនឹងមិត្តភក្តិរបស់នាងបន្តិចសិនដោយសារតែអាម៉ាណេបានដើរលេងជាមួយនឹងមិត្តភក្តិរបស់នាងអញ្ចឹងហើយវាគឺជាពេលវេលារបស់ជីជីហើយនិងតាកូយ៉ាពួកគេដើរលេងជាមួយនឹងគ្នាតែពីរនាក់បន្តមកជីជីហើយនិងតាកូយ៉ាពួកគេទាំងពីរបានធ្វើដំណើរទៅដល់កន្លែងមួយដើម្បីរងចាំមើលគេបានកញ្ជ្រួចបន្ទាប់មកកញ្ជ្រួចក៏ចាប់ផ្ដើមបាញ់នៅពេលដែលតាកូយ៉ាបានសម្លឹងមើលទៅកាន់កញ្ជ្រួចទាំងអស់នោះគាត់គឺបាននឹកឃើញទៅដល់រឿងចាស់ៗទៅដល់អនុស្សាវរីយ៍ជាច្រើនដែលគាត់បានចំណាយពេលនៅជាមួយនឹងជីជីហើយនិងអាម៉ាណេអញ្ចឹងហើយគាត់បាននិយាយទៅកាន់ជីជីថាគាត់គឺពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់បន្តមកជីជីបាននិយាយទៅកាន់តាកូយ៉ាថាពួកយើងនឹងមានជាមួយនឹងថ្ងៃជាច្រើនទៀតដែលពួកយើងនឹងចំណាយពេលនៅជាមួយនឹងគ្នាដូចជារដូវរងាជាដើមអញ្ចឹងហើយតាកូយ៉ាអាចសន្យាជាមួយនឹងពួកនាងបានទេថាពួកយើងនឹងចំណាយពេលវេលាដើរលេងជាមួយនឹងគ្នាឲ្យបានច្រើនជាងនេះនៅពេលដែលកំជ្រួចចាប់ផ្ដើមបានច្រើនទៅជីជីបាននិយាយទៅកាន់តាកូយ៉ាថាតើតាកូយ៉ាដឹងទេនាងគឺស្រឡាញ់គាត់នៅពេលដែលតាកូយ៉ាបានឮជាមួយនឹងពាក្យសម្ដីរបស់ជីជីគាត់ក៏រៀងកាំងដែរប៉ុន្តែជីជីបាននិយាយកុហកទៅកាន់តាកូយ៉ាថានាងគឺស្រឡាញ់គាត់ត្រឹមតែជាមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះរបៀបថាស្រឡាញ់គ្នាបែបមិត្តភក្តិជិតដិតអញ្ចឹងណាអញ្ចឹងហើយតាកូយ៉ាបាននិយាយថាគាត់ក៏ស្រឡាញ់នាងអញ្ចឹងដែរចុំមានអារម្មណ៍ថាខ្លួនឯងដូចនិយាយហួសតិចគេយល់ច្រឡំហើយប៉ុន្តែនៅពេលនោះអាម៉ាណេនាងក៏បានធ្វើដំណើរមកដល់រួចនាងបាននិយាយទៅកាន់ជីជីថានៅពេលដែលនាងមិននៅតែជីជីបានធ្វើអ្វីខ្លះមុននឹងបញ្ចប់ជាមួយនឹងអេពីសូតមួយនេះពួកគេបាននិយាយប្រុងគ្នាថារីករាយរដូវក្តៅសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទជូថូហ្គាមីនៅថ្ងៃនេះយើងនឹងមកបន្តជាមួយនឹងសាច់រឿងស្នេហារបស់យើងជាភាគបន្ត
បន្ទាប់ពីរដូវក្តៅត្រូវបានកន្លងផុតទៅយើងគឺបានឃើញថាមើលទៅកាន់ការងារផ្ទះឬក៏កិច្ចការផ្ទះរបស់ពួកគេគឺគោដូចជាភ្នំអញ្ចឹងដោយសារតែអញ្ចឹងហើយតាកូយ៉ាហើយនិងអាម៉ាណេពួកគេទាំងពីរបានចំណាយពេលវេលារបស់ពួកគេមួយថ្ងៃពេញដើម្បីបំពេញជាមួយនឹងកិច្ចការទាំងអស់ហ្នឹងចំណែកឯខាងជីជីឯណែវិញមើលទៅកាន់នាងគឺឈៀលតែម្ដងដោយសារតែការងារទាំងអស់ហ្នឹងនាងគឺបានធ្វើរួចអស់ហើយហេតុការណ៍បានកាន់មកកាន់ថ្ងៃស្អែកនៅពេលដែលអាម៉ាណេហើយនិងតាកូយ៉ាពួកគេទាំងពីរបានធ្វើដំណើរមកដល់សាលាមើលទៅកាន់ពួកគេហ្នឹងគឺបាក់កម្លាំងតែម្ដងនៅពេលដែលពួកគេទាំងអស់គ្នាគឺកំពុងតែរៀនវិញជីបាននិយាយទៅកាន់តាកូយ៉ាថានាងគឺចង់ខ្ចីប៊ិចគាត់មួយផ្លេតចំណែកឯតាកូយ៉ាគាត់ក៏មិនបានបដិសេធដែរគាត់ក៏បានហុញនៅប៊ិចរបស់គាត់ឲ្យទៅកាន់នាងនៅពេលដែលឃើញអញ្ចឹងជីបាននិយាយដាស់តឿនទៅកាន់តាកូយ៉ាថាតើតាកូយ៉ានៅចាំទេនៅថ្ងៃមួយតាកូយ៉ាបានខ្ចីសភៅរបស់នាងចំណែកឯនាងគឺខ្ចីប៊ិចរបស់គាត់ដោយសារតែជីបាននិយាយទៅកាន់តាកូយ៉ាទើបតាកូយ៉ានឹងគាត់គឺដឹងខ្លួនហើយគាត់បាននិយាយទៅកាន់នាងថាចាំគាត់សងវិញនៅពេលដែលពួកគេចេញលេងលោកគ្រូបន្ទប់ថ្នាក់របស់ពួកគេបាននិយាយទៅកាន់ពួកគេថាដោយសារតែពួកគេបានបញ្ចប់ជាមួយនឹងការប្រឡងអញ្ចឹងហើយគាត់គឺចង់ឲ្យពួកគេដូរតុអញ្ចឹងហើយគាត់គឺបានឲ្យពួកគេចាប់នៅកណ្ដាលម្នាក់មួយដើម្បីបញ្ជាក់ថាតើតុរបស់ពួកគេអង្គុយបន្តនឹងគឺជាតុមួយណាចំណែកឯជីវិញនាងគឺចាប់បានជាមួយនឹងតុដដែលដែលនាងគឺអង្គុយជិតបង្អួចចំណែកឯតាកូយ៉ាវិញគាត់គឺបានចាប់ជាមួយនឹងកៅអីដែលវាគឺសន្តិដ្ឋនៅកណ្ដាលអញ្ចឹងហើយមានន័យថាតាកូយ៉ាហើយនិងជីពួកគេទាំងពីរគឺមិនអាចអង្គុយជិតគ្នាបានទៀតទេនៅពេលដែលឃើញអញ្ចឹងមើលទៅកាន់ជីនាងគឺមិនសប្បាយចិត្តទេប៉ុន្តែនាងក៏បានឲ្យជាមួយនឹងស្ករក្រប់មួយឲ្យទៅកាន់តាកូយ៉ាផងដែរចំណែកឯតុបន្ទាប់ដែលតាកូយ៉ាត្រូវតែអង្គុយវិញគាត់គឺអង្គុយជិតអាម៉ាណេប៉ុន្តែមិនដឹងថាសំណាងឬក៏អត់សំណាងទេនៅពេលដែលតាកូយ៉ាអង្គុយជាមួយនឹងអាម៉ាណេអញ្ចឹងអាម៉ាណេនឹងគឺសួរទៅកាន់តាកូយ៉ារហូតតែម្ដងគឺនាងសួរអញ្ចេះសួរអញ្ចោះនិយាយអញ្ចេះនិយាយអញ្ចោះដោយសារតែអញ្ចឹងទៅតាកូយ៉ានឹងគាត់គឺមិនអាចផ្ដោតទៅលើការសិក្សារបស់គាត់បានទេនៅពេលដែលតាកូយ៉ាហើយនិងអាម៉ាណេពួកគេគឺកំពុងតែអង្គុយនិយាយគ្នានោះស្រាប់តែលេចចេញជាមួយនឹងមនុស្សប្រុសពីរនាក់ដែលពួកគេបានស្រឡឹងទៅកាន់ពួកគេទាំងពីរផងដែរនៅពេលដែលតាកូយ៉ាគាត់បានដើរទៅបន្ទប់ទឹកពួកគេទាំងពីរក៏បានរត់តាមពួកគេមានជាមួយនឹងសំណួរខ្លះៗដែលពួកគេនឹងចង់សួរទៅកាន់តាកូយ៉ាចំណែកឯសំណួរដែលពួកគេចង់សួរទៅកាន់តាកូយ៉ាវិញពួកគេបានសួរថាតើនៅពេលដែលតាកូយ៉ានិយាយគ្នាជាមួយនឹងអាម៉ាណេមើលទៅគឺពិបាកនិយាយគ្នាឬក៏ងាយស្រួលនៅក្នុងការនិយាយទេដោយសារតែអាម៉ាណេនាងគឺជាមនុស្សស្រីម្នាក់គឺពិតជាពិបាកចោះសម្រងជាមួយនឹងមនុស្សប្រុសខ្លាំងណាស់ប៉ុន្តែនៅពេលដែលពួកគេបានឃើញអាម៉ាណេនិយាយគ្នាជាមួយនឹងតាកូយ៉ាមើលទៅកាន់ពួកគេនឹងគឺពិតជាងាយស្រួលនៅក្នុងការនិយាយគ្នាមែនទែនអញ្ចឹងហើយអ្វីដែលពួកគេចង់ដឹងពួកគេបានសួរទៅកាន់តាកូយ៉ាថាតើអាម៉ាណេគឺជាអ៊ូតាគូដូចជាតាកូយ៉ាដែរមែនបន្ទាប់ពីពួកគេបានសួរសំណួរទៅកាន់តាកូយ៉ាភ្លាមស្រាប់តែអាម៉ាណេនាងក៏បានបញ្ចេញជាមួយនឹងអោរ៉ារបស់នាងយ៉ាងខ្លាំងដោយសារតែអញ្ចឹងហើយតាកូយ៉ាបាននិយាយតបទៅកាន់ពួកគេវិញថាតាមពិតទៅនាងមិនមែនជាអ៊ូតាគូទេមូលហេតុដែលនាងចូលចិត្តអានីមេដោយសារតែនាងគឺចង់បានអានីមេទាំងអស់នោះយកទៅឲ្យប្អូនស្រីរបស់នាងតែប៉ុណ្ណោះនៅពេលដែលពួកគេទាំងពីរទទួលបានជាមួយនឹងចម្លើយអំពីតាកូយ៉ារួចហើយមើលទៅកាន់ពួកគេនឹងដូចជាមិនសង្ស័យទេពួកគេបាននិយាយតបទៅកាន់តាកូយ៉ាវិញថាប្រហែលជាអញ្ចឹងហើយមើលទៅចំណែកឯខាងជីឯនេះវិញនៅពេលដែលនាងគឺកំពុងតែដើរតែម្នាក់ឯងស្រាប់តែលេចចេញជាមួយនឹងមិត្តភក្តិរបស់នាងម្នាក់ទៀតក៏បានធ្វើដំណើរមកដល់ចំណែកឯមូលហេតុដែលពួកគេធ្វើដំណើរមកជួបជីវិញពួកគេគឺចង់អរគុណជីដោយសារតែជីនឹងហើយទើបធ្វើឲ្យពួកគេនឹងបានខ្លាចទៅជាសង្សារនឹងគ្នាប៉ុន្តែពួកគេក៏បានប្រាប់ជីនៅរឿងមួយផងដែរពួកគេបាននិយាយថាមានសិស្សប្រុសម្នាក់នៅក្នុងថ្នាក់របស់នាងក៏បានលួចស្រឡាញ់ទៅកាន់ជីដែរតែជីចាប់អារម្មណ៍ទៅកាន់គេដែរឬទេប៉ុន្តែជីបាននិយាយតបទៅកាន់នាងវិញថានាងគឺមិនចាប់អារម្មណ៍ទេបន្ទាប់ពីជីបានធ្វើដំណើរមកដល់ថ្នាក់របស់នាងវិញតាកូយ៉ាគឺបានពឹងទៅកាន់ជីឲ្យជួយបង្រៀនគាត់អំពីភាសាអង់គ្លេសបន្តិចនៅពេលដែលជីគឺកំពុងតែបង្រៀនទៅកាន់តាកូយ៉ានោះនាងគឺមានអារម្មណ៍ថានៅពេលដែលនាងបាននៅជាមួយនឹងតាកូយ៉ានាងគឺតែងតែមានអារម្មណ៍ថាសប្បាយចិត្តប៉ុន្តែជីនាងក៏បានកលេចឃើញជាមួយនឹងសភៅមួយរួចនាងក៏ចាប់ផ្ដើមមានជាមួយនឹងកម្រងការតែម្ដងនៅពេលដែលពួកគេចូលរៀនតាកូយ៉ាគាត់គឺបានសង្កេតឃើញថាសភៅដែលគាត់គឺកំពុងតែអាននឹងគឺមិនមែនជាសភៅរបស់គាត់ទេប៉ុន្តែវាគឺជាសភៅរបស់ជីចំណែកឯនៅក្នុងសភៅរបស់ជីវិញជីនាងគឺបានសរសេរពាក្យថាខ្ញុំគឺស្រឡាញ់អ្នកបន្ទាប់មកហេតុការណ៍បានកាន់មកកាន់ថ្ងៃស្អែកមិនយូរមិនឆាប់ទៀតទេវិធីបុណ្យសាលានឹងធ្វើដំណើរមកដល់អញ្ចឹងហើយសិស្សគ្រប់គ្នាពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមមានជាមួយនឹងគម្រោងមួយដែលពួកគេគឺចង់បង្កើតជាមួយនឹងថ្នាក់រៀនរបស់ពួកគេខ្លាចទៅជាហាងលក់កាហ្វេចំណែកឯការលក់កាហ្វេរបស់ពួកគេវិញពួកគេក៏ត្រូវតែខុសហ្វ្លេធ្វើជាតួអង្គដែលពួកគេស្រឡាញ់ផងដែរចំណែកឯការខុសហ្វ្លេដែលពួកគេជ្រើសរើសវិញសិស្សដទៃពួកគេសម្រេចចិត្តច្បាស់រួចហើយថាពួកគេនឹងខុសហ្វ្លេធ្វើជាអ្នកបម្រើ
ចំណែកឯជីជីនាងក៏មិនបានបដិសេធដែរនាងក៏បានយល់ព្រមចំណែកឯអាម៉ាណេវិញនាងគឺមិនយល់ព្រមទេដោយសារតែនាងគឺមិនចង់ស្លៀកប៉ុន្តែនៅពេលដែលជីបាននិយាយទៅកាន់អាម៉ាណេថាសូម្បីតែតាកូយ៉ាក៏ចង់ឃើញអាម៉ាណេស្លៀកជាមួយនឹងសម្លៀកបំពាក់អ្នកបម្រើដែរដោយសារតែអញ្ចឹងហើយអាម៉ាណេនាងក៏បានយល់ព្រមនៅពេលដែលពួកគេចេញទៅផ្ទះចំណែកឯជីហើយនិងតាកូយ៉ាវិញជីបាននិយាយទៅកាន់តាកូយ៉ាថាដោយសារតែពួកយើងគឺមានជាមួយនឹងកម្រងចង់ស្លៀកជាមួយនឹងសម្លៀកបំពាក់ដែលពួកយើងចង់បានអញ្ចឹងហើយអ្វីដែលពួកយើងគួរតែធ្វើនៅពេលនេះពួកយើងគួរតែចំណាយពេលវេលារបស់ពួកយើងនៅជាមួយនឹងគ្នាដើម្បីបង្កើតជាមួយនឹងសម្លៀកបំពាក់ទាំងអស់នោះអញ្ចឹងហើយជីនាងក៏សម្រេចចិត្តថាពពោះតាកូយ៉ាទៅធ្វើសម្លៀកបំពាក់ទាំងអស់នោះនៅផ្ទះរបស់នាងតែម្ដងជីនាងក៏បាននិយាយប្រាប់ទៅកាន់តាកូយ៉ាផងដែរបងប្រុសរបស់នាងគឺមិននៅផ្ទះទេតោះតែយប់ទៅគាត់ធ្វើដំណើរត្រឡប់មកវិញនៅពេលដែលតាកូយ៉ានៅតែពីអ្នកជីអញ្ចឹងគាត់នឹងក៏រែងភ័យដែរប៉ុន្តែមិនបានយូរប៉ុន្មានអាម៉ាណេនាងក៏បានធ្វើដំណើរមកដល់ដោយសារតែអញ្ចឹងហើយតាកូយ៉ាគាត់គឺរៀងបាត់ភ័យបន្តិចដែលគាត់គិតថាគ្នា3នាក់យ៉ាងហោចណាស់ក៏មានតែ2នាក់ដែរបន្ទាប់ពីពួកគេបានចំណាយពេលអស់រយៈពេលជាយូរទីបំផុតតាកូយ៉ាគាត់គឺបានធ្វើបានជាមួយនឹងក្បាលតួអង្គដែលគាត់ស្រឡាញ់បានហើយដោយសារតែជីហើយនឹងអាម៉ាណេចង់ឃើញតាកូយ៉ាគាត់ក៏បាន cosplay ជាមួយនឹងតួអង្គមួយនោះហើយគាត់ក៏បានបង្ហាញឲ្យទៅកាន់ពួកគេមើលផងដែរបន្ទាប់ពីអាម៉ាណេបានឃើញជាមួយនឹងសម្លៀកបំពាក់ទាំងអស់នេះនាងគឺពិតជាចាប់អារម្មណ៍ខ្លាំងណាស់អញ្ចឹងហើយនាងគឺបានសុំទៅកាន់តាកូយ៉ាដែលថានាងគឺចង់ស្លៀកវាបន្តិចចំណែកឯតាកូយ៉ាគាត់ក៏មិនបានបដិសេធដែរគាត់ក៏បានយល់ព្រមនៅពេលដែលអាម៉ាណេនាងគឺបានផ្លាស់ជាមួយនឹងសម្លៀកបំពាក់នោះនាងគឺបានសង្កេតឃើញថាអាក្បាលអេណាមេដែលពួកគេត្រូវពាក់ហ្នឹងគឺឃើញថាក្បាលរបស់នាងគឺមិនអាចពាក់ចូលទេដោយសារតែវាគឺទូចខ្លាំងពេកដោយសារតែអញ្ចឹងហើយនាងបានប្រាប់ទៅកាន់ពួកគេថានាងគឺមិន cosplay ក៏បានដែរដោយសារតែវាគឺទូចខ្លាំងពេកប៉ុន្តែអាម៉ាណេនាងក៏បានបញ្ចេញជាមួយនឹងការវិការប្លែកៗដែលនាងគឺបានហិតទៅកាន់ដៃខ្លួនឯងនៅពេលដែលឃើញអញ្ចឹងតាកូយ៉ាគាត់គឺគិតថាប្រហែលជានាងគឺធំក្លិនគាត់ហើយអញ្ចឹងហើយគាត់ក៏បានសុំទោសទៅកាន់នាងដែលថាគាត់គឺមានក្លិនមិនល្អអញ្ចឹងទៅប៉ុន្តែអាម៉ាណេនាងក៏បាននិយាយបកស្រាយផងដែរថាវាគឺមិនមែនធំក្លិនតាកូយ៉ាទេបន្ទាប់ពីពួកគេបានចំណាយពេលអស់រយៈពេលជាច្រើនម៉ោងនៅពេលនេះគឺចាប់ផ្ដើមយប់ហើយចំណែកឯផលពិបាកមួយទៀតនោះគឺពួកគេត្រូវតែបង្ហើយជាមួយនឹងសម្លៀកបំពាក់ដែលពួកគេត្រូវការឲ្យហើយនៅយប់នេះដោយសារតែថ្ងៃស្អែកវិធីបុណ្យនឹងដំណើរការហើយអញ្ចឹងហើយជីបាននិយាយទៅកាន់ពួកគេថាបើសិនជាតាកូយ៉ាហើយនឹងអាម៉ាណេពួកគេធ្វើដំណើរត្រឡប់ទៅផ្ទះច្បាស់ណាស់ពួកគេគឺមិនអាចបំពេញឬក៏មិនអាចធ្វើជាមួយនឹងសម្លៀកបំពាក់ដែលពួកគេចង់បានហើយទាន់ពេលទេប៉ុន្តែបើសិនជាពួកគេចង់បំពេញជាមួយនឹងសម្លៀកបំពាក់ទាំងអស់នេះនៅយប់នេះពួកគេត្រូវតែដេកនៅផ្ទះរបស់នាងចំណែកឯអាម៉ាណេវិញនាងក៏មិនបានបដិសេធដែរនាងគឺបានយល់ព្រមប៉ុន្តែមានតែតាកូយ៉ាម្នាក់តែប៉ុណ្ណោះដែលគាត់គឺពិបាកសម្រេចចិត្តជាងគេប៉ុន្តែមិនបានយូរប៉ុន្មានបងប្រុសរបស់ជីគាត់ក៏បានធ្វើដំណើរត្រឡប់មកវិញអញ្ចឹងហើយគាត់បាននិយាយទៅកាន់ពួកគេថាពេលវេលាដែលគាត់ទុកឲ្យពួកគេធ្វើវាគឺត្រូវបានអស់ហើយអញ្ចឹងហើយដល់ពេលហើយដែលពួកគេត្រូវតែត្រឡប់ទៅផ្ទះវិញប៉ុន្តែនៅពេលដែលគាត់បានឃើញពួកគេដូចជាចង់បញ្ចប់វាឲ្យបានលឿនដូចនេះគាត់នឹងក៏សម្រេចចិត្តថាឲ្យពួកគេនឹងបន្តធ្វើបន្តទៀតទៅដើម្បីឲ្យពួកគេបញ្ចប់ជាមួយនឹងកិច្ចការរបស់ពួកគេឲ្យបានលឿនពួកគេក៏សម្រេចចិត្តថាដេកនៅផ្ទះរបស់ជីចំណែកឯអាម៉ាណេវិញនាងក៏បានខលទៅកាន់ម្ដាយរបស់នាងផងដែរចំណែកឯតាកូយ៉ាវិញបងប្រុសរបស់ជីគាត់ក៏បានខលទៅកាន់ម៉ាក់របស់តាកូយ៉ាដូចគ្នាដោយសារតែអញ្ចឹងហើយគឺមានន័យថាតាកូយ៉ាហើយនិងអាម៉ាណេពួកគេនឹងគឺអាចគេងនៅផ្ទះរបស់ជីបានដោយសារតែអញ្ចឹងហើយពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមចំណាយពេលវេលានៅជាមួយនឹងគ្នាតែម្ដងដូចជាញ៉ាំអីលេងហ្គេមឬក៏ទិញរបស់នៅក្នុងម៉ាតជាដើមបន្ទាប់ពីពួកគេអង្គុយលេងទូរស័ព្ទអស់រយៈពេលជាច្រើនម៉ោងតាកូយ៉ាគាត់គឺតែចាប់អារម្មណ៍គាត់បាននិយាយទៅកាន់ពួកគេថាក្រែងយើងនឹងត្រូវតែបញ្ចប់កិច្ចការអីហេតុអីបានជាមកអង្គុយស៊ីអីអញ្ចឹងបន្ទាប់ពីពួកគេបានចំណាយពេលអស់រយៈពេលជាច្រើនម៉ោងទីបំផុតកិច្ចការរបស់ពួកគេដែលត្រូវបំពេញវាក៏ធ្វើឲ្យដែរចំណែកឯបងប្រុសរបស់ជីវិញនៅពេលដែលពួកគេបានបញ្ចប់ជាមួយនឹងកិច្ចការរបស់ពួកគេភ្លាមគាត់មកនិយាយជាមួយនឹងតាកូយ៉ាថាតាកូយ៉ាត្រូវតែដេកជាមួយនឹងគាត់បន្ទាប់ពីពួកគេទាំង4បានចូលដេករៀងៗខ្លួននោះគឺឃើញថាជីអាម៉ាណេហើយនិងតាកូយ៉ាពួកគេទាំង3នាក់ហ្នឹងគឺដេកមិនលក់ទេអញ្ចឹងហើយពួកគេទាំង3ហ្នឹងចាប់ផ្ដើមនិយាយឆ្លងឆ្លើយតែម្ដងដែលពួកគេហ្នឹងនៅក្នុងបន្ទប់ផ្សេងគ្នាប៉ុន្តែពួកគេហ្នឹងគឺនិយាយឆ្លងឆ្លើយគ្នាដោយសារតែពួកគេទាំង3បាននិយាយឆ្លងឆ្លើយគ្នាអញ្ចឹងហើយទើបធ្វើឲ្យបងប្រុសរបស់ជីគាត់គឺចាប់ផ្ដើមភ្ញាក់ពីដេកតែម្ដងហេពួកឯងការដេកយប់ស្មានហ្នឹងឯងនៅនិយាយគ្នាលេងទៀតវាយឲ្យចោមរាយលោឯងដោយសារតែបងប្រុសជីគាត់គិតថាពួកគេហ្នឹងគឺនៅក្មេងអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថាឲ្យពួកគេហ្នឹងដេកស្មានហើយក៏ដេកទៅគាត់ហ្នឹងគឺសុំដេកមុនហើយដោយសារតែអញ្ចឹងហើយពួកគេទាំង3ក៏សម្រេចចិត្តថាអង្គុយមើលទូរទស្សន៍ជុំគ្នាបន្ទាប់មកពួកគេក៏ចាប់ផ្ដើមលេងជាមួយនឹងហ្គេមមួយពួកគេបាននិយាយថាអ្នកណាគេដេកលក់មុនគេអ្នកនោះគឺជាអ្នកចាញ់
ប៉ុន្តែនៅពេលដែលពួកគេអង្គុយសុកនឹងមិនដឹងថាពួកគេគិតអីទេពួកគេបានសួរទៅកាន់តាគូយ៉ាថាបើសិនជាពួកគេឲ្យតាគូយ៉ាជ្រើសរើសថាមនុស្សស្រីនៅក្នុងថ្នាក់តើតាគូយ៉ាគាត់គឺស្រឡាញ់អ្នកណាគេចំណុចតាគូយ៉ាវិញដោយសារតែគាត់នឹងគឺមិនដែលស្រឡាញ់ស្រីទេហើយគាត់នឹងក៏មិនដែលចាប់អារម្មណ៍អ្នកណាដែរអញ្ចឹងហើយគាត់បាននិយាយទៅកាន់ពួកគេថាបើសិនជាឲ្យគាត់ជ្រើសរើសគាត់គឺប្រហែលជាយូជីជីហើយនឹងអាម៉ាណេហើយបន្ទាប់មកតាគូយ៉ាបានសួរទៅកាន់ពួកគេវិញម្ដងគាត់បានសួរទៅកាន់ពួកគេថាបើសិនជាគាត់ឲ្យពួកគេជ្រើសរើសតើពួកគេជ្រើសរើសយកអ្នកណានៅក្នុងថ្នាក់អាម៉ាណេហើយនឹងជីជីបានឆ្លើយទៅដល់គ្នាថាពួកគេប្រកាសជាយកតាគូយ៉ាហើយបន្ទាប់មកហ្គេមពួកគេក៏ចាប់ផ្ដើមដំណើរការអ្នកណាក៏ដោយឲ្យទៅដីលក់មុនគេអ្នកនោះគឺជាអ្នកចាញ់បន្ទាប់ពីពួកគេបានចំណាយពេលមើលទូរទស្សន៍ប្រហែលជា 2-3 ម៉ោងយើងគឺបានឃើញថាជីជីនេះគឺបានស្លាប់ភ្លឹងបាត់ទៅហើយដោយសារតែពួកគេនៅតែ2នាក់តាគូយ៉ាបានសួរទៅកាន់អាម៉ាណេថាតើអាម៉ាណេអាចនិយាយអំពីអតីតកាលរបស់នាងប្រាប់មកកាន់គាត់បន្តិចបានទេគាត់គឺចង់ដឹងចំណែកឯអាម៉ាណេវិញនាងក៏មិនបានបដិសេធដែរនាងបាននិយាយទៅកាន់តាគូយ៉ាថាកាលនៅក្មេងនាងគឺជាមនុស្សម្នាក់ដែលចូលចិត្តជាមួយនឹង anime ខ្លាំងណាស់ប៉ុន្តែគឺតត្រង់ថានៅពេលដែលនាងគឺនិយាយជាមួយនឹងរឿង anime ទាំងអស់នេះប្រាប់ទៅកាន់មិត្តភ័ក្តិរបស់នាងគឺគ្មានពីណាគេចូលចិត្តវាទេដោយសារតែអញ្ចឹងហើយនាងគឺចាប់ផ្ដើមផ្លាស់ប្ដូរនាងគឺធ្វើដូចជាខ្លួនឯងមិនចូលចិត្ត anime តតែសោះនាងគឺតែងតែសង្ឃឹមថានៅថ្ងៃណាមួយនឹងមានអ្នកចូលចិត្ត anime ដូចជានាងអញ្ចឹងចំណែកឯតាគូយ៉ាគាត់ក៏បាននិយាយប្រាប់ទៅកាន់អាម៉ាណេវិញដែរគាត់បាននិយាយថាគាត់ក៏អញ្ចឹងដូចគ្នាគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តជាមួយនឹង anime ប៉ុន្តែគាត់គឺមិនដែលយល់ជាមួយនឹងរឿង anime ទាំងអស់ហ្នឹងប្រាប់ទៅកាន់អ្នកណាគេឲ្យពួកគេបានដឹងទេប៉ុន្តែលើកនេះគាត់គឺមានអាម៉ាណេគាត់គឺមានជីជីគាត់គឺមិនខ្លាចខ្មាស់គេទៀតឡើយស្ដាប់ទៅវាហាក់ដូចជាចម្លែកបន្តិចដោយសារតែពួកយើងគឺធំអស់ហើយហេតុអ្វីបានជាពួកយើងចូលចិត្តជាមួយនឹងរបស់កូនក្មេងទាំងអស់ហ្នឹងប៉ុន្តែបើសិនជាសួរមកកាន់គាត់ថាហេតុអ្វីគាត់ចង់ប្រាប់ទៅកាន់ពួកគេវិញថាគាត់ក៏អត់ដឹងដែរដោយសារតែវាគឺជាបេះដូងរបស់គាត់មុននឹងបញ្ចប់ជាមួយនឹងអេពីសូតមួយនេះពួកគេទាំង3ក៏បានថតរូបជាមួយនឹងគ្នាផងដែរសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទជូថូកាមីនៅថ្ងៃនេះយើងនឹងមកបន្តជាមួយនឹងសាច់រឿងស្នេហារបស់យើងជាភាគបន្តផ្ដើមនៅសាច់រឿងយើងមកហ្នឹងគេបានបង្ហាញអំពីអតីតកាលរបស់ជីជីហើយនិងអាម៉ាណេបន្តិចដែលវាគឺជាអតីតកាលមួយដែលសួរមកកាន់ពួកយើងថាហេតុអ្វីបានជាជីជីហើយនិងអាម៉ាណេពួកគេខ្លាចទៅជាមិត្តភក្តិនឹងគ្នានៅថ្ងៃមួយវាគឺជាថ្ងៃផ្ដើមការសិក្សានៅពេលដែលពួកគេទៅរៀនដូចជាធម្មតាដើម្បីនៅថ្ងៃមួយវាគឺជាថ្ងៃដែលពួកគេផ្ដើមជាមួយនឹងការសិក្សានៅពេលដែលពួកគេទៅសាលាដើម្បីមើលជាមួយនឹងថ្នាក់រៀនរបស់ពួកគេនោះជីជីហើយនិងអាម៉ាណេពួកគេទាំងពីរបានដើរជួបគ្នាដោយចៃដន្យនៅពេលដែលពួកគេទាំងពីរបានជួបគ្នាជាលើកដំបូងពួកគេមានអារម្មណ៍ថាពួកគេហាក់ដូចជាមាននិស្ស័យនឹងគ្នាខ្លាំងណាស់ហើយវាពិតជាអញ្ចឹងពិតមែនពួកគេទាំងពីរគឺរៀននៅក្នុងថ្នាក់តែមួយចំណែកឯពេលនឹងវិញជីជីហើយនិងអាម៉ាណេពួកគេនឹងគឺជាសិស្សលេចធ្លោជាងគេនៅក្នុងសាលាតែម្ដងដោយសារតែពួកគេទាំងពីរនឹងគឺមានជាមួយនឹងសម្រស់ស្រស់ស្អាតដោយសារតែនេះវាគឺជាដើមឆ្នាំអញ្ចឹងហើយពួកគេទាំងអស់គ្នាគឺមិនសូវស្គាល់គ្នាទេដើម្បីឲ្យពួកគេមានជាមួយនឹងភាពជិតស្និទ្ធនឹងគ្នាលោកគ្រូគាត់ក៏សម្រេចចិត្តថាហៅឈ្មោះរបស់ពួកគេម្នាក់ម្ដងដើម្បីឲ្យពួកគេណែនាំនៃឈ្មោះរបស់ពួកគេប្រាប់ទៅកាន់សិស្សដទៃទៀតចំណែកឯអាម៉ាណេវិញនៅពេលដែលនាងបានណែនាំឈ្មោះប្រាប់ទៅកាន់ពួកគេមើលទៅកាន់នាងនឹងគឺពិតជាស្ងៀមស្ងាត់មែនទែននាងគឺមិនសូវនិយាយច្រើនទេចំណែកឯជីជីវិញទោះបីជានាងមានជាមួយនឹងសម្រស់ស្រស់ស្អាតក៏ដោយប៉ុន្តែនាងគឺជាមនុស្សម្នាក់ដែលរួសរាយរាក់ទាក់បន្ទាប់ពីពួកគេបានបញ្ចប់ជាមួយនឹងការសិក្សាម៉ោងទី1ចំណែកឯជីជីឯនេះវិញនាងគឺចាប់ផ្ដើមស្វែងរកជាមួយនឹងគម្រោងការតើគួរតែធ្វើបែបណាទៅនាងអាចក្លាយទៅជាមិត្តភក្តិរបស់អាម៉ាណេបានបន្ទាប់មកស្រាប់តែលេចចេញជាមួយនឹងសិស្សប្រុសចំនួន2នាក់ទៀតដែលគាត់គឺជាមិត្តភក្តិរបស់ជីជីនឹងឯងនៅពេលដែលគាត់បាននិយាយពាក្យថាអរុណសួស្តីទៅកាន់ជីជីរួចហើយគាត់ក៏សម្រេចចិត្តថានិយាយអរុណសួស្តីទៅកាន់អាម៉ាណេវិញម្ដងដោយសារតែពួកគេគឺជាសិស្សថ្មីអញ្ចឹងហើយពួកគេគឺចង់ស្គាល់គ្នាប៉ុន្តែមើលទៅកាន់អាម៉ាណេនឹងគឺពិតជា cool មែនតើណាឧទាហរណ៍ថាគេនិយាយពីអរុណសួស្តីអញ្ចឹងយើងប្រហែលជាឆ្លើយបាទឬក៏ចាអញ្ចឹងទៅប៉ុន្តែអាម៉ាណេនឹងគឺប្រើតែពីមួយម៉ាត់តែប៉ុណ្ណោះអាម៉ាណេនឹងគឺមិនគិតថាពួកគេជាស្រីឬក៏ជាប្រុសទេនិយាយទៅចរិតរបស់នាងគឺ cool មែនតើនាងគឺឆ្លើយត្រឹមតែមួយម៉ាត់តែប៉ុណ្ណោះដោយសារតែអញ្ចឹងហើយទើបធ្វើឲ្យសិស្សប្រុសនិងសិស្សស្រីពួកគេនឹងគឺមិនសូវហ៊ាននិយាយទៅកាន់អាម៉ាណេប្រហែលទេដោយសារតែនាងគឺជាមនុស្សម្នាក់ដែលថាពិតជានិយាយតិចខ្លាំងណាស់ហើយវាគឺជាវេនរបស់ជីជីវិញម្ដងជីបាននិយាយពាក្យថាអរុណសួស្តីទៅកាន់អាម៉ាណេចំណែកឯអាម៉ាណេវិញក៏នៅតែដូចដើមអញ្ចឹងនាងគឺឆ្លើយទៅកាន់ពួកគេវិញត្រឹមតែមួយម៉ាត់តែប៉ុណ្ណោះចំណែកឯធាតុពិតរបស់អាម៉ាណេវិញមិនមែននាងគឺមិនចង់និយាយរកពួកគេទេប៉ុន្តែដោយសារតែនាងអៀន
ហើយណាមួយនឹងគឺជាមនុស្សម្នាក់ដែលចូលចិត្តជាមួយនឹងរឿង anime អីអញ្ចឹងណាអញ្ចឹងហើយអាម៉ាណេនេះគឺគិតថាបើសិនជានាងហ៊ានទៅប្រជែងជាមួយនឹងចរិតពិតរបស់នាងគឺគ្មានពីណាគេចង់និយាយរោនាងទេអញ្ចឹងហើយនាងក៏សម្រេចចិត្តថាផ្លាស់ប្ដូរចំណែកឯជីជីវិញនាងក៏នៅតែបន្តព្យាយាមនិយាយទៅកាន់អាម៉ាណេអញ្ចឹងប៉ុន្តែដូចដើមអាម៉ាណេគឺនិយាយទៅកាន់នាងត្រឹមតែមួយម៉ាត់តែប៉ុណ្ណោះដោយសារតែអញ្ចឹងហើយជីជីនាងគឺចាប់ផ្ដើមប្រមាថចិត្តដែលនាងគឺមិនដឹងថាគួរធ្វើយ៉ាងម៉េចទេដើម្បីឲ្យនាងក្លាយទៅជាមិត្តភក្តិរបស់អាម៉ាណេបានចំណែកឯខាងអាម៉ាណេឯនេះវិញនៅពេលដែលនាងបានធ្វើដំណើរត្រឡប់មកដល់ផ្ទះវិញនាងគឺព្យាយាមរៀននិយាយឬក៏រៀនទំនាក់ទំនងទៅកាន់អ្នកដទៃអញ្ចឹងហើយនាងក៏សម្រេចចិត្តថាឲ្យសាយូបង្រៀននាងបន្ទាប់មកសាច់រឿងបានកាន់មកកាន់ថ្ងៃស្អែកនៅពេលដែលជីជីនាងគឺកំពុងតែអង្គុយលេងទូរស័ព្ទនោះស្រាប់តែលេចចេញជាមួយនឹងមិត្តភក្តិរបស់នាងចំនួន2នាក់ទៀតដែលពួកគេចង់បបួលនាងទៅដើរលេងនៅឯសាលទំនើបដោយសារតែនេះគឺជាឱកាសជីនាងក៏សម្រេចចិត្តថាបបួលទៅកាន់អាម៉ាណេតែម្ដងប៉ុន្តែវាពិតជាជោគជ័យពិតមែនអាម៉ាណេនាងក៏បានយល់ព្រមដោយសារតែអញ្ចឹងហើយដែលធ្វើជីនាងពិតជាសប្បាយចិត្តមែនទែននៅពេលដែលនាងធ្វើដំណើរមកដល់ក្រៅស្រាប់តែលេចចេញជាមួយនឹងសិស្សប្រុសចំនួន2នាក់ទៀតក៏បានធ្វើដំណើរមកជួបនាងចំណែកឯមូលហេតុដែលពួកគេទាំងពីរធ្វើដំណើរមកជួបនាងវិញពួកគេបាននិយាយទៅកាន់នាងថាគាត់គឺឮថាពួកគេនឹងគឺចង់បបួលគ្នាដើរលេងអញ្ចឹងហើយពួកគាត់គឺចង់ទៅដែរចំណែកឯជីវិញនាងក៏មិនបានបដិសេធដែរនាងក៏បានយល់ព្រមដែលនាងបានលើកហេតុផលមកថាមនុស្សកាន់តែច្រើនកាន់តែសប្បាយបន្ទាប់ពីពួកគេបានបញ្ចប់ជាមួយនឹងការសិក្សាពួកគេក៏បានគោរពតាមពាក្យសន្យាដែលពួកគេបានណាត់គ្នាផងដែរដែលពួកគេដើរលេងនៅក្នុងសាលទំនើបប៉ុន្តែគឺតោះត្រង់ថាសិស្សប្រុសគឺមិនមាន2នាក់ទេគឺមានរហូតដល់4នាក់ឯណោះបន្ទាប់ពីពួកគេបានចំណាយពេលសឹងតែមួយថ្ងៃពេញវាក៏ដល់ជាមួយនឹងពេលវេលាដែលពួកគេត្រូវតែបែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញហើយចំណែកឯខាងអាម៉ាណេឯនេះវិញគ្រាន់តែពួកគេប្របែកផ្លូវគ្នាភ្លាមនាងគឺបានដើរទៅប្រយតែម្នាក់ឯងតែម្ដងប៉ុន្តែជីនាងក៏បានរត់តាមអាម៉ាណេរួចនាងបានសួរទៅកាន់អាម៉ាណេថាថ្ងៃនេះតើសប្បាយទេប៉ុន្តែអាម៉ាណេនាងក៏បានបញ្ចេញជាមួយនឹងទឹកមុខខកចិត្តទៅកាន់ជីនាងបាននិយាយទៅកាន់ជីថាដំបូងឡើយមូលហេតុដែលនាងយកព្រមមកជាមួយនឹងពួកគេនាងគឺគិតថាពួកយើងគឺមកត្រឹមតែស្រីតែប៉ុណ្ណោះប៉ុន្តែនាងគឺមិននឹកស្មានថាមានជាមួយនឹងសិស្សប្រុសនោះទេបើសិនជានាងដឹងនាងគឺមិនមកឡើយនាងបាននិយាយទៅកាន់ជីទៀតថាជីពិតជាបំផ្លាញជាមួយនឹងទំនុកចិត្តរបស់នាងខ្លាំងណាស់ហើយគាត់បាននិយាយទៅកាន់នាងទៀតថាបើសិនជាមានប្រុសមកទៀតគាត់គឺមិនមកទៀតទេប៉ុន្តែកន្លែងហ្នឹងជីនាងបែរទៅជាស្ដាប់ឮថាវាគឺគ្មានឱកាសទៀតទេដែលខ្ញុំត្រូវតែមកដើរលេងជាមួយនឹងឯងម្ដងទៀតបន្ទាប់ពីអាម៉ាណេនិយាយចប់នាងក៏បានធ្វើដំណើរចាកចេញបាត់ទៅទោះបីជាពាក្យសម្ដីនិយាយចេញមកដូចជាធម្មតាប៉ុន្តែអ្នកដែលទទួលបានជាមួយនឹងពាក្យសម្ដីទាំងអស់នេះវាគឺពិតជាឈឺចាប់ខ្លាំងណាស់ចំណែកឯអាម៉ាណេវិញនៅពេលដែលនាងធ្វើដំណើរត្រឡប់មកផ្ទះវិញនាងក៏រៀងគិតអំពីពាក្យសម្ដីរបស់នាងដែលបាននិយាយផងដែរមើលទៅដូចជាលើសហើយប៉ុន្តែអាម៉ាណេនាងគឺមិនបានខ្វល់នោះទេនាងក៏សម្រេចចិត្តថាចូលដេកហេតុការណ៍បានកាន់មកកាន់ថ្ងៃស្អែកនៅពេលដែលអាម៉ាណេនាងបានធ្វើដំណើរមករៀនដូចជាធម្មតាប៉ុន្តែរឿងនេះគឺប្លែកត្រង់ថាជីនាងគឺមិនបានមករៀនទេដោយសារតែអញ្ចឹងហើយអាម៉ាណេគាត់ពិតជាព្រួយបារម្ភទៅកាន់ជីមែនទែនចំណែកឯមិត្តភក្តិរបស់ជីឯនេះវិញពួកនាងបាននិយាយប្រាប់ទៅកាន់អាម៉ាណេថាតែអាម៉ាណេដឹងទេជីនាងពិតជាខំប្រឹងចង់និយាយរកទៅកាន់អាម៉ាណេខ្លាំងណាស់ដោយសារតែនាងគឺចង់ខ្លាចទៅជាមិត្តភក្តិរបស់អាម៉ាណេចំណែកឯខាងជីឯនេះវិញមូលហេតុដែលនាងមិនបានទៅរៀននោះគឺមិនមែននាងខ្ជិលទេប៉ុន្តែដោយសារតែប្អូនរបស់នាងឈឺអញ្ចឹងហើយនាងគឺត្រូវតែមើលថែទៅកាន់ពួកគេប៉ុន្តែអាម៉ាណេនាងក៏បានធ្វើដំណើរមកដល់ផ្ទះជីមិនដឹងថានាងស្គាល់ផ្ទះជីដោយរបៀបណានោះទេចំណែកឯជីនាងក៏រៀងភ្ញាក់ផ្អើលដែរនៅពេលដែលនាងបានឃើញអាម៉ាណេធ្វើដំណើរមកដល់ផ្ទះនាងអញ្ចឹងបន្ទាប់មកអាម៉ាណេនាងក៏បានហុចជាមួយនឹងអាហារដែលនាងបានទិញមកតាមផ្លូវដើម្បីឲ្យទៅកាន់ជីទុកជាការសងជំងឺចិត្តហើយនាងក៏បាននិយាយសុំទោសទៅកាន់ជីផងដែរបើសិនជាពាក្យសម្ដីរបស់នាងនិយាយទៅកាន់ជីម្សិលមិញហាក់ដូចជាមិនសមរម្យគ្រាន់តែឮអញ្ចឹងភ្លាមជីនាងគឺចាប់ផ្ដើមយំវូតែម្ដងបន្ទាប់មកអាម៉ាណេបាននិយាយទៅកាន់ជីថាតែជីចង់ធ្វើជាមិត្តភក្តិជាមួយនឹងនាងទេចំណែកឯជីវិញនាងក៏មិនបានបដិសេធដែរនាងក៏បានយល់ព្រមចំណែកឯសាច់រឿងបន្ទាប់ទៀតដូចជាមិនមានអីសំខាន់ទេបន្ទាប់ពីពួកគេបានក្លាយទៅជាមិត្តភក្តិនឹងគ្នាពួកគេចាប់ផ្ដើមក្លាយទៅជាមិត្តភក្តិល្អតែម្ដងដោយសារតែពួកគេបានប្រឡងជាមួយនឹងឆោម៉ែទី1អញ្ចឹងហើយលោកគ្រូក៏សម្រេចចិត្តថាឲ្យពួកគេផ្លាស់ប្ដូរតុហើយវាក៏ជាពេលវេលាដែលពួកគេបានស្គាល់ទៅកាន់តាគូយ៉ានឹងឯងប៉ុន្តែលើកនេះគឺពិសេសត្រង់ថានៅពេលដែលអាម៉ាណេបានឃើញទៅកាន់តាគូយ៉ាភ្លាមនាងគឺចាប់ផ្ដើមមាននិស្ស័យម្ដងទៀតហើយដោយសារតែនាងគឺបានសង្កេតឃើញថាតាគូយ៉ានឹងគឺចូលចិត្ត anime ដូចជានាងដែរអញ្ចឹងហើយនាងចាប់ផ្ដើមរកជាមួយនឹងវិធីតែម្ដងដែលនាងគឺចង់ក្លាយទៅជាមិត្តភក្តិរបស់តាគូយ៉ាបើសិនជានាងអាចក្លាយទៅជាមិត្តភក្តិរបស់តាគូយ៉ានាងគឺអាចនិយាយរឿងក្នុងចិត្តរបស់នាងប្រាប់ទៅកាន់តាគូយ៉ាបានហើយនេះហើយគឺជាសាច់រឿងឬក៏ជាអតីតកាលដែលយើងបានឃើញតាំងពីវគ្គ1នឹងឯងមិនយូរមិនឆាប់
ថ្ងៃវិធីបនសាលាក៏បានធ្វើដំណើរមកដល់យើងគឺបានឃើញជាមួយនឹងតាគូយ៉ាដែលគាត់បាន cosplay ជាមួយនឹងតួអង្គ anime ដែលគាត់ស្រឡាញ់មកផងដែរនៅពេលដែលគាត់បានធ្វើដំណើរមកដល់ថ្នាក់រៀនរបស់គាត់នឹងគឺពិតជាភ្ញាក់ផ្អើលមែនទែនដោយសារតែមិត្តរួមថ្នាក់ប្រុសៗរបស់គាត់នឹងមើលទៅកាន់ការ cosplay របស់ពួកគេចេញមកនឹងគឺព្រៃភ្នំខ្លាំងមែនទែនមិនដឹងថាស្អីទៅស្អីទេប៉ុន្តែគឺមានតែសិស្សស្រីៗទេនៅពេលដែលពួកគេ cosplay មើលមកដូចជាចូលភ្នែកខ្លះប៉ុន្តែអ្វីដែលចម្លែកយើងគឺបានឃើញថាជីនេះគឺបាន cosplay ធ្វើជាអ្នកលក់កាហ្វេចំណែកឯអាម៉ាណេវិញនាងគឺមិនទាន់បាន cosplay ទេចំណែកឯមូលហេតុវិញដោយសារតែវិធីសាលានេះគឺមាន2វេនគឺវេនពេលព្រឹកហើយនិងវេនពេលថ្ងៃដោយសារតែតាគូយ៉ាហើយនិងជីពួកគេគឺជាវេនពេលព្រឹកចំណែកឯអាម៉ាណេនាងគឺជាវេនពេលថ្ងៃអញ្ចឹងហើយតលតែវេនរបស់អាម៉ាណេទៅនាងនឹងគឺ cosplay ចំណែកឯវេនពេលព្រឹកដែលពួកគេត្រូវតែបម្រើភ្ញៀវវិញដែលមើលទៅផែនការរបស់ពួកគេពិតជារលូនមែនទែនដោយសារតែសម្បូរភ្ញៀវចូលប៉ុន្តែគឺមានជាមួយនឹងសិស្សប្រុស2នាក់ដែលពួកគេបានធ្វើដំណើរមកដល់ដែលពួកគេនឹងចង់ឃើញតែកាន់អាម៉ាណេ cosplay ប៉ុន្តែគឺមិនឃើញអាម៉ាណេតតែសោះបន្ទាប់មកពួកគេបាននិយាយប្រាប់ទៅកាន់សិស្សទាំងពីរនាក់នឹងថាអាម៉ាណេនេះគឺជាវេនពេលថ្ងៃអញ្ចឹងហើយពេលព្រឹកនេះគឺមិនបានធ្វើការទេបន្ទាប់មកសាច់យើងបាននិយាយប្រាប់មកកាន់ពួកយើងទៀតថានៅក្នុងវិធីបុណ្យមួយនេះវាគឺមិនមានជាមួយនឹងកម្មវិធីការ cosplay តែមួយមុខនោះទេប៉ុន្តែវាគឺមានជាមួយនឹងកម្មវិធីមួយទៀតដែលវាគឺជាកម្មវិធីច្រៀងឬក៏រាំអញ្ចឹងទៅប៉ុន្តែនៅពេលនោះស្រាប់តែលេចចេញជាមួយនឹងសិស្សប្រុសម្នាក់ដែលគាត់គឺបានហុចជាមួយនឹងសំបុត្រចំនួន2ឲ្យទៅកាន់តាគូយ៉ាដែលវាគឺជាសំបុត្រចោះឈ្មោះចូលទៅកាន់ការច្រៀងនឹងឯងចំណែកឯខាងជីឯនេះវិញយើងគឺបានឃើញថាការងាររបស់នាងឬក៏វេនពេលព្រឹកវាគឺត្រូវបានបញ្ចប់ហើយអញ្ចឹងហើយនាងក៏សម្រេចចិត្តថាស្វែងរកទៅកាន់តាគូយ៉ាតែម្ដងនៅពេលដែលនាងបានជួបទៅកាន់តាគូយ៉ាពួកគេទាំងពីរបាននិយាយគ្នាលេងបន្តិចបន្តួចបន្ទាប់មកតាគូយ៉ាបានសួរទៅកាន់ជីថាតើជីហើយនិងអាម៉ាណេពួកគេមានជាមួយនឹងចំណាប់អារម្មណ៍ទេឡើងច្រៀងនៅលើឆាកជីបាននិយាយប្រាប់ទៅកាន់តាគូយ៉ាវិញថាពួកយើងគឺមិនចេះតែឡើងបានងាយៗទេពួកយើងគឺត្រូវតែមានសំបុត្រចោះឈ្មោះទើបយើងអាចឡើងបានបន្ទាប់មកតាគូយ៉ាគាត់ក៏បានហុចជាមួយនឹងសំបុត្រចោះឈ្មោះដែលមិត្តភក្តិរបស់គាត់បានឲ្យអំបែងមិញហ្នឹងគាត់បាននិយាយទៅកាន់ពួកនាងថាគាត់គឺឲ្យទៅកាន់ពួកគេនៅពេលដែលបញ្ចប់ជាមួយនឹងវេនពេលព្រឹកវាគឺជាវេនពេលថ្ងៃវិញម្ដងហើយវាក៏ជាពេលវេលាដែលអាម៉ាណេនាងគឺត្រូវតែ cosplay ជាមួយនឹងតួអង្គដែលនាងស្រឡាញ់ផងដែរចំណែកឯតួអង្គដែលអាម៉ាណេបាន cosplay វិញដែលវាគឺជាបិសាចចិញ្ចក់ឈាមនៅក្នុងរឿង anime ដែលពួកគេបានមើលកន្លងមកនឹងឯងដែលមើលទៅគឺពិតជាលួចខ្លាំងណាស់ចំណែកឯសម្រស់របស់នាងវិញមើលទៅក៏មិនចាញ់អំពីប្រសង្ហាដែរអញ្ចឹងហើយគឺមានជាមួយនឹងមនុស្សជាច្រើនដែលពួកគេសុំទៅកាន់អាម៉ាណេថតរូបចំណែកឯតាគូយ៉ាវិញគាត់ចាប់ផ្ដើមគិតជាមួយនឹងកំណត់មួយដែលគាត់បានគិតថាបើសិនជាគាត់បានថតរូបជាមួយនឹងអាម៉ាណេមើលទៅប្រហែលជាលយហើយវាគឺពិតជាចៃដល់មែនទែនបន្ទាប់ពីតាគូយ៉ាគាត់គឺបានគិតចប់ស្រាប់តែអាម៉ាណេនេះក៏បានធ្វើដំណើរមកដល់ដែលនេះគឺចង់ថតរូបជាមួយនឹងតាគូយ៉ានឹងឯងចំណែកឯតាគូយ៉ាគាត់ក៏មិនបានបដិសេធដែរគាត់ក៏បានថតរូបជាមួយនឹងគ្នាបន្ទាប់ពីពួកគេបានធ្វើការជាមួយនឹងគ្នាអស់រយៈពេលជាយូរវាក៏ដល់ជាមួយនឹងពេលវេលាដែលពួកគេនឹងត្រូវតែសម្រាកដែរអញ្ចឹងហើយសិស្សដទៃពួកគេនឹងក៏បានតែរត់ទិញអីញ៉ាំអស់ទៅចំណែកឯខាងតាគូយ៉ាជីហើយនិងអាម៉ាណេឯនេះវិញដែលពួកគេទាំង3បានធ្វើដំណើរមកក្រោយសាលាចំណែកឯមូលហេតុដែលពួកគេធ្វើដំណើរមកដល់ទីនេះដោយសារតែអាម៉ាណេហើយនិងជីពួកគេគឺមានជាមួយនឹងសម្លៀកបំពាក់មួយចំនួនដែលពួកគេនឹងគឺចង់ឲ្យតាគូយ៉ាស្លៀកចំណែកឯសម្លៀកបំពាក់ដែលពួកគេឲ្យតាគូយ៉ាស្លៀកវិញដែលវាគឺជាសម្លៀកបំពាក់មេតនឹងឯងដែលមើលទៅគឺពិតជារោករាក់ខ្លាំងណាស់បន្ទាប់ពីម៉ោងសារ៉ាត្រូវបានបញ្ចប់ពួកគេក៏នៅតែបន្តធ្វើដំណើរមកកាន់ថ្នាក់រៀនរបស់ពួកគេដើម្បីបន្តជាមួយនឹងការងាររបស់ពួកគេបន្តទៀតប៉ុន្តែពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនចំណែកឯសាយូវិញនាងក៏បានធ្វើដំណើរមកដល់ដែរចំណែកឯមូលហេតុដែលនាងធ្វើដំណើរមកដល់ទីនេះដោយសារតែនាងគឺចង់មើលទៅកាន់ពួកគេនឹងឯងនៅពេលដែលសិស្សដទៃដឹងថាសាយូគឺជាប្អូនស្រីរបស់អាម៉ាណេពួកគេចាប់ផ្ដើមចាប់នាង cosplay ដែរតែម្ដងចំណែកឯស្រីៗនៅក្នុងវីដេអូនឹងវិញក៏មិនខុសគ្នាអំពីស្រីៗដែលមើលវីដេអូខ្ញុំដែរពួកគេបាននិយាយថាមើលទៅកាន់បងប្អូនគេទាំងពីរនាក់ហ្នឹងគឺពិតជាដូចគ្នាមែនទែនចង់និយាយថាអាពាក្យហ្នឹងនិយាយឲ្យតែបានដែរណាតាមពិតទៅគេមិនមែនបងប្អូនគ្នាផងគេអ្នកចិត្តខាងសោះហើយពួកគេបានសួរទៅកាន់សាយូទៀតថានៅពេលដែលអាម៉ាណេនៅផ្ទះតើអាម៉ាណេនឹងចូលចិត្តធ្វើអីខ្លះសាយូបាននិយាយប្រាប់ទៅកាន់ពួកគេថានៅពេលដែលអាម៉ាណេនៅផ្ទះនាងគឺជាមនុស្សម្នាក់ដែលចាស់ទុំហើយនឹងអាសាធ្វើការផ្ទះដែលតាមពិតទៅដីទៅស៊ីសោះហ្នឹងណាមិនយូរមិនឆាប់វាក៏ដល់ជាមួយនឹងពេលវេលាដែលសាយូត្រូវតែត្រឡប់ទៅផ្ទះវិញនៅពេលដែលនាងធ្វើដំណើរតាមផ្លូវនាងបាននិយាយទៅកាន់អាម៉ាណេថាតើហេតុអ្វីបានជាអាម៉ាណេមិនសារភាពប្រាប់ទៅកាន់តាគូយ៉ាដែលថានាងគឺស្រឡាញ់គាត់ប៉ុន្តែក៏នៅតែដូចដើមអញ្ចឹងអាម៉ាណេបាននិយាយទៅកាន់សាយូវិញថាពួកគេត្រឹមតែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ
ចំណែកឯសាយូវិញនាងក៏មិនដឹងធ្វើមិនដែរបើសិនជាអាម៉ាណេនៅតែបន្តអញ្ចឹងទៀតឲ្យនាងអញ្ចឹងទៀតទៅចំណែកឯខាងជីជីអានេះវិញនៅពេលដែលនាងគឺកំពុងតែដើរនោះនាងគឺបានឃើញជាមួយនឹង poster មួយដែលវាគឺបានបិទថានៅយប់នេះនឹងមានជាមួយនឹងវិធីបាញ់កញ្ជ្រួចមួយហើយគេគឺចង់តម្រូវឲ្យអ្នកចូលរួមពួកគេនឹងមានជាមួយនឹងសង្សារឬក៏ដៃគូរបស់ពួកគេដើម្បីចូលរួមជាមួយនឹងកម្មវិធីមួយនេះចំណែកឯខាងអាម៉ានីអានេះវិញនាងក៏បានឃើញជាមួយនឹង poster នឹងដែរអញ្ចឹងហើយជីជីហើយនិងអាម៉ាណេពួកគេទាំងពីរចាប់ផ្ដើមមានជាមួយនឹងគម្រោងមួយតែម្ដងដែលពួកគេគឺចង់បបួលតាកូយ៉ាទៅលេងជាមួយនឹងវិធីបុណ្យមួយហ្នឹងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទជូថូហ្គាមីនៅថ្ងៃនេះយើងនឹងមកបញ្ចប់ជាមួយនឹងសាច់រឿងស្នេហារបស់យើងទាំងអស់គ្នាហេតុការណ៍បានបន្តនៅពេលដែលអាម៉ាណេនាងគឺកំពុងតែធ្វើការរបស់នាងនៅពេលដែលនាងធ្វើដំណើរមកដល់ក្រៅស្រាប់តែនាងគឺបានជួបជាមួយនឹងប្អូនៗរបស់ជីជីចំណែកឯមូលហេតុដែលពួកគេទាំងពីរធ្វើដំណើរមកដល់ទីនេះវិញដោយសារតែពួកគេដឹងថាសាយូធ្វើដំណើរមកលេងទីហ្នឹងអញ្ចឹងហើយពួកគេនឹងគឺចង់មកលេងជាមួយនឹងសាយូប៉ុន្តែអាម៉ាណេបាននិយាយប្រាប់ទៅកាន់ពួកគេទាំងពីរថាសាយូបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយប៉ុន្តែពួកគេទាំងពីរនឹងគឺមិនជឿទេដោយសារតែអញ្ចឹងហើយពួកគេទាំងពីរនឹងក៏បានធ្វើដំណើរទៅកាន់ថ្នាក់របស់អាម៉ាណេហើយនិងជីជីផងដែរនៅពេលដែលពួកគេទាំងពីរបានធ្វើដំណើរទៅដល់នៅពេលដែលសិស្សដទៃពួកគេដឹងថាក្មេងពីរនាក់នេះគឺជាប្អូនៗរបស់ជីជីពួកគេនឹងគឺចាប់ផ្ដើមសួរនាំតែម្ដងដោយសារតែអញ្ចឹងហើយជីជីនឹងក៏បានពឹងទៅកាន់អាម៉ាណេបន្តិចឲ្យយកប្អូនៗរបស់នាងទៅកន្លែងតាកូយ៉ាសិនទៅដោយសារតែពួកគេទាំងពីរគឺរវល់ធ្វើការចំណែកឯតាកូយ៉ាវិញគាត់គឺមិនសូវរវល់ប្រហែលទេអញ្ចឹងហើយគាត់គឺអាចមើលថែទៅកាន់ក្មេងៗបានចំណែកឯស្ថានភាពប្អូនៗរបស់ជីជីវិញមើលទៅកាន់ពួកគេនៅពេលនេះហាក់ដូចជាមិនសប្បាយចិត្តទេដោយសារតែសាយូនាងគឺបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញបាត់ហើយប៉ុន្តែអាម៉ាណេបាននិយាយទៅកាន់ពួកគេថាកុំភ័យអីនៅយប់នេះនឹងមានជាមួយនឹងវិធីបុណ្យមួយទៀតដែលគេឲ្យឈ្មោះថាវិធីបុណ្យបាញ់កំជ្រួចអញ្ចឹងហើយពួកគេទាំងពីរអាចធ្វើដំណើរមកលេងពេលយប់ម្ដងទៀតបានដោយសារតែសាយូនាងក៏បានធ្វើដំណើរមកដែរដោយសារតែអញ្ចឹងហើយទើបធ្វើឲ្យពួកគេទាំងពីរចាប់ផ្ដើមសប្បាយចិត្តវិញទៅបន្ទាប់មកសាច់រឿងបានកាន់មកកាន់ពេលល្ងាចយើងគឺបានឃើញថាតាកូយ៉ាគាត់គឺបាននាំជាមួយនឹងប្អូនៗរបស់ជីជីដើម្បីឲ្យពួកគេធ្វើដំណើរត្រឡប់ទៅផ្ទះវិញនៅពេលដែលតាកូយ៉ាបានធ្វើដំណើរទៅកាន់ថ្នាក់របស់គាត់វិញគាត់គឺបានឃើញជាមួយនឹងសិស្សយ៉ាងច្រើនដែលពួកគេបាននិយាយជាមួយនឹងការលេង concert ប៉ុន្តែវាគឺមិនមែន concert ហ្មងទេប៉ុន្តែវាគឺជាការលេងតន្ត្រីបន្ទាប់ពីតាកូយ៉ាធ្វើដំណើរមកកាន់ថ្នាក់របស់គាត់វិញគាត់គឺបានឃើញជាមួយនឹងជីជីហើយនិងអាម៉ាណេដែលពួកនាងទាំងពីរគឺកំពុងតែរងចាំទៅកាន់តាកូយ៉ានឹងឯងចំណែកឯមូលហេតុដែលពួកគេសន្តិដ្ឋនៅទីនេះដោយសារតែពួកគេចង់ចំណាយពេលវេលាជាមួយនឹងគ្នាឲ្យបានច្រើនបន្ទាប់មកការលេងតន្ត្រីក៏ចាប់ផ្ដើមដំណើរការយើងគឺបានឃើញជាមួយនឹងសិស្សយ៉ាងច្រើនដែលពួកគេបានចូលរួមជាមួយនឹងកម្មវិធីមួយនោះចំណែកឯខាងតាកូយ៉ាជីជីហើយនិងអាម៉ាណេឯនេះវិញដែលពួកគេទាំង3គឺមិនបានចូលរួមនោះទេប៉ុន្តែពួកគេគឺបានចំណាយពេលវេលាដើម្បីអង្គុយនិយាយគ្នាឬក៏អង្គុយលេងជាមួយគ្នាជាដើមបន្ទាប់ពីពួកគេបានបញ្ចប់ជាមួយនឹងការសិក្សាតាកូយ៉ាគាត់ក៏បានសុំទៅកាន់ពួកគេទាំងពីរត្រឡប់ទៅផ្ទះមុនចំណែកឯតាកូយ៉ារបស់យើងវិញគាត់គឺមានអារម្មណ៍ថាថ្ងៃនេះគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែគាត់គឺបានចំណាយពេលនៅជាមួយនឹងអាម៉ាណេហើយនិងជីជីប៉ុន្តែតាកូយ៉ាគាត់គឺបានសង្កេតឃើញថានៅពេលដែលគាត់បានដើរចេញអំពីជីជីហើយនិងអាម៉ាណេនោះគឺមានជាមួយនឹងសិស្សស្រីចំនួន2នាក់ទៀតដែលពួកគេបានធ្វើដំណើរទៅជួបជីជីហើយនិងអាម៉ាណេដើម្បីដើរលេងជាមួយនឹងគ្នាចំណែកឯនៅពេលហ្នឹងវិញពួកគេទាំង4ក៏បានថតរូបលេងជាមួយនឹងគ្នាផងដែរដោយសារតែអញ្ចឹងហើយតាកូយ៉ាគាត់គឺចាប់ផ្ដើមមានជាមួយនឹងអារម្មណ៍មួយដែលគាត់គឺមានអារម្មណ៍ថាឯកាប៉ុន្តែតាកូយ៉ាគាត់គឺមិនតាន់យល់ទេថាអារម្មណ៍ដែលគាត់គឺកំពុងតែមាននេះវាគឺជាអារម្មណ៍អ្វីបន្ទាប់មកសាច់រឿងបានកាន់មកកាន់ថ្ងៃស្អែកយើងគឺបានឃើញថាវិធីបុណ្យរបស់ពួកគេគឺមិនតាន់បានបញ្ចប់នោះទេដែលវាគឺសរុបទាំងអស់មានចំនួន2ថ្ងៃចំណែកឯថ្ងៃនឹងវិញវាគឺជាថ្ងៃចុងក្រោយហើយដោយសារតែនេះវាគឺជាថ្ងៃទី2ឬក៏ជាថ្ងៃចុងក្រោយអញ្ចឹងហើយពួកគេទាំងអស់គ្នាគឺមិនបានធ្វើការទៀតទេពួកគេក៏សម្រេចចិត្តថាចំណាយពេលវេលារបស់ពួកគេនៅក្នុងការដើរលេងឬក៏ទៅសាកល្បងដែលពួកគេចង់ញ៉ាំអញ្ចឹងទៅចំណែកឯខាងជីជីឯនេះវិញនៅពេលដែលនាងបានដើរលេងសងតែមួយថ្ងៃពេញនាងគឺបានសង្កេតឃើញថាមនុស្សជុំវិញខ្លួននាងគឺសសឹងតែជាមនុស្សដែលមានស្នេហាចំណែកឯខាងអាម៉ាណេឯនេះវិញនៅពេលដែលនាងគឺកំពុងតែដើរសោកនឹងនាងគឺស្រាប់តែឃើញជាមួយនឹងរបស់មួយដែលវាគឺជាតុក្កតានៅក្នុងរឿង anime នឹងឯងដោយសារតែអញ្ចឹងហើយអាម៉ាណេនាងគឺមិនបានចាំយូរនោះទេនាងក៏សម្រេចចិត្តថាចូលលេងដើម្បីយកជាមួយនឹងតុក្កតាមួយនោះហើយណាមួយដោយសារតែអាម៉ាណេនាងគឺមានជាមួយនឹងជំនាញបាញ់កាភ្លើងមិនយូរមិនឆាប់នាងក៏អាចយកជាមួយនឹងតុក្កតាមួយនោះបាននៅពេលដែលនាងបានជាមួយនឹងតុក្កតាមួយនេះហើយអ្វីដែលនាងចង់ធ្វើបន្ទាប់នាងគឺចង់យកវាទៅបង្ហាញឲ្យតាកូយ៉ាបានឃើញ
បន្ទាប់មកពួកគេទាំងអស់គ្នាក៏នៅតែចំណាយពេលវេលារបស់ពួកគេនៅជាមួយនឹងមិត្តភ័ក្តិចំណែកឯខាងជីជីឯណែវិញគឺមានជាមួយនឹងមិត្តភ័ក្តិរបស់នេះម្នាក់គឺបាននិយាយទៅកាន់ជីជីថានៅក្នុងការបង្កុំតន្ត្រីមួយនោះគេគឺតម្រូវឲ្យមនុស្សម្នាក់មានជាមួយនឹងដៃគូម្នាក់ទៅពួកគេអាចចូលរួមបានតែគាត់គឺអាចសុំជីជីធ្វើជាសង្សាររបស់គាត់មកពេលបានទេដោយសារតែគាត់ចង់ចូលរួមជាមួយនឹងកម្មវិធីមួយនោះប៉ុន្តែជីជីនាងក៏បានបដិសេធចំណែកឯខាងអាម៉ាណេវិញនាងក៏អញ្ចឹងដែរនាងក៏បាននិយាយបដិសេធទៅកាន់ពួកគេដូចគ្នាបន្ទាប់មកសាច់រឿងបានកាត់មកកាន់តាកូយ៉ាឯណែវិញដែលគាត់គឺកំពុងតែសង្ងំនៅក្នុងបណ្ណាល័យមួយកន្លែងនៅពេលដែលតាកូយ៉ាគាត់គឺកំពុងតែអង្គុយអានសៀវភៅសុកហ្នឹងគាត់គឺស្រាប់តែឮជាមនុស្សស្រីមនុស្សស្រីពីរនាក់ដែលមនុស្សស្រីពីរនាក់នោះបាននិយាយថាអាម៉ាណេហើយនិងជីជីពួកគេត្រូវបានជាមួយនឹងមនុស្សជាច្រើនគឺបានចាប់ឈ្មោះឬក៏បោះឈ្មោះឲ្យពួកគេទៅខ្លាចទៅជាគូស្នេហ៍របស់បរិសុទ្ធសង្ហាចំនួន2នាក់ដែលគាត់គឺសន្ធិដ្ឋនៅក្នុងថ្នាក់ B ពួកគេបាននិយាយទៀតថាបរិសុទ្ធ2នាក់នោះពិតជាសង្ហាខ្លាំងណាស់អញ្ចឹងហើយប្រហែលជាសមហើយដែលពួកគេអាចខ្លាចទៅជាសង្សាររបស់ជីជីហើយនិងអាម៉ាណេបាននៅពេលដែលតាកូយ៉ាបានស្ដាប់ឮជាមួយនឹងពាក្យសម្ដីក្មេងស្រីទាំងអស់នោះគាត់គឺចាប់ផ្ដើមគិតច្រើនតែម្ដងគាត់គឺបានសួរមកកាន់ខ្លួនឯងថាតើហេតុអ្វីបានជាគាត់មានអារម្មណ៍ថាដូចជាមិនសប្បាយចិត្តអញ្ចឹងក្រែពួកគេទាំងពីរគឺជាមិត្តភក្តិរបស់គាត់អីហើយណាមួយបើសិនជាពួកគេមានជាមួយនឹងសង្សារគាត់គឺជាមិត្តភក្តិគាត់គួរតែសប្បាយចិត្តប៉ុន្តែហេតុអ្វីបានជាគាត់មានអារម្មណ៍ថាពួកគេដូចជាទុកគាត់ចោលទៅវិញចំណែកឯអារម្មណ៍ដែលតាកូយ៉ាបានជួបតាំងពីម្សិលមិញវាគឺចាប់ផ្ដើមបញ្ចេញអារម្មណ៍ទៀតហើយដែលតាកូយ៉ាគាត់គឺមិនដឹងទេថានេះវាគឺជាអារម្មណ៍អ្វីអារម្មណ៍មួយដែលគាត់មានអារម្មណ៍ថាគាត់គឺតែងតែចំណាយពេលនៅជាមួយនឹងពួកគេប៉ុន្តែនៅពេលដែលពួកគេទាំងពីរទុកគាត់ចោលមកផ្លេតគាត់បែរទៅជាមានអារម្មណ៍ថាពួកគេទាំងពីរបានបោះបង់គាត់ចោលទៅវិញគាត់បែរទៅជាមានអារម្មណ៍ថាគាត់គឺអត់សប្បាយចិត្តទេនៅពេលដែលគាត់ដឹងថាពួកគេទាំងពីរមានជាមួយនឹងសង្សារបន្ទាប់មកសាច់យើងបានកាន់មកកាន់ពេលល្ងាចយើងគឺបានឃើញថាការផ្គុំតន្ត្រីរបស់សាលាវាគឺចាប់ផ្ដើមដំណើរការហើយយើងក៏បានឃើញជាមួយនឹងតាកូយ៉ាដែលគាត់ក៏បានចូលរួមផងដែរចំណែកឯការផ្គុំតន្ត្រីរបស់ពួកគេវិញដំបូងគឺជាការលេងសៀកការច្រៀងឬក៏ជាការនិយាយកំ pl ែងចឹងទៅចំណែកឯជីជីវិញនាងគឺបានធ្វើដំណើរមកនិយាយលេងជាមួយនឹងតាកូយ៉ាបន្តិចប៉ុន្តែនាងក៏បានធ្វើដំណើរត្រឡប់ទៅវិញដោយសារតែនាងក៏ជាប់ឈ្មោះនៅក្នុងការឡើងទៅលើឆាកដែរបន្ទាប់ពីជីជីធ្វើដំណើរទៅបានយើងគឺបានឃើញជាមួយនឹងអាម៉ាណេវិញម្ដងដែលនាងគឺបានធ្វើដំណើរមកជួបគ្នាជាមួយនឹងតាកូយ៉ាបន្តិចចំណែកឯអាម៉ាណេវិញនាងក៏ជាប់ជាមួយនឹងឈ្មោះនៅក្នុងការឡើងច្រៀងនៅលើឆាកដែរប៉ុន្តែមុននឹងនាងធ្វើដំណើរឡើងលើឆាកនាងក៏បានបង្ហាញជាមួយនឹងកូនតុក្កតាមួយដែលវាគឺជាតុក្កតាដែលនាងលេងហ្គេមបាននឹងឯងនៅពេលដែលអាម៉ាណេបានឲ្យជាមួយនឹងតុក្កតាមួយនេះឲ្យទៅកាន់តាកូយ៉ានាងគឺបានសង្កេតឃើញថាមើលទៅកាន់តាកូយ៉ានៅពេលនេះគាត់ហាក់ដូចជាមិនសប្បាយចិត្តនោះទេអញ្ចឹងហើយនាងក៏បានសួរទៅកាន់គាត់ផងដែរថាគាត់កាត់អីមែនជាធម្មតានៅពេលដែលតាកូយ៉ាបានឃើញជាមួយនឹងតុក្កតាទាំងអស់នេះគាត់គឺតែងតែសប្បាយចិត្តប៉ុន្តែមិនបានយូរប៉ុន្មានវាក៏ដល់ជាមួយនឹងពេលវេលាដែលអាម៉ាណេនាងគឺត្រូវតែឡើងលើឆាកប៉ុន្តែមុននឹងនាងចាក់ចេញនាងក៏រៀងព្រួយបារម្ភទៅកាន់តាកូយ៉ាផងដែរចំណែកឯជីជីហើយនិងអាម៉ាណេវិញនៅពេលដែលពួកគេទាំងពីរបានធ្វើដំណើរទៅលើឆាកនោះគណៈកម្មការបានសួរសម្ភារទៅកាន់ពួកគេបន្តិចបន្តួចបន្ទាប់មកពួកគេបាននិយាយទៅកាន់សិស្សដទៃថាដោយសារតែពួកគេទទួលបានជាមួយនឹងការបោះឆ្នោតរវាងជីជីហើយនិងអាម៉ាណេច្រើនដើម្បីស្វែងរកជាមួយនឹងដៃគូឬក៏បរិសុទ្ធនៅក្នុងក្តីសម័យរបស់ពួកនាងបើយើងនិយាយស្រួលស្ដាប់ទៅដោយសារតែសិស្សដទៃពួកគេបានចាប់គូរបស់បើយើងនិយាយស្រួលស្ដាប់ទៅដោយសារតែសិស្សដទៃពួកគេបានចាប់គូឲ្យតែកាន់ជីជីហើយនិងអាម៉ាណេជាមួយនឹងសិស្សប្រុសដទៃទៀតអញ្ចឹងហើយពួកគេក៏បានបង្ហាញជាមួយនឹងសិស្សទាំងអស់នោះជាមួយនឹងជីជីហើយនិងអាម៉ាណេឲ្យទៅកាន់អ្នកដទៃបានឃើញដោយសារតែសិស្សទាំងអស់គ្នាពួកគេចង់ឃើញទៅកាន់អ្នកទាំង4ខ្លាចទៅជាសង្សារនឹងគ្នានឹងឯងចំណែកឯខាងតាកូយ៉ាឯនេះវិញនៅពេលដែលគាត់បានឃើញជាមួយនឹងសម្រស់របស់ពួកគេគាត់គឺចាប់ផ្ដើមគិតមួយសារទៀតដែលគាត់បាននិយាយមកកាន់ខ្លួនឯងថាមែនហើយមើលទៅកាន់ពួកគេទាំង4គឺពិតជាសមគ្នាខ្លាំងណាស់ដោយសារតែពួកគេគឺស្រស់ស្អាតដូចគ្នាចំណែកឯគាត់ត្រឹមតែជាមនុស្សប្រុសធម្មតាតែប៉ុណ្ណោះវាគឺសំណាងពេកហើយដែលគាត់បានខ្លាចទៅជាមិត្តភក្តិសម្លាញ់ជាមួយនឹងពួកគេប៉ុន្តែបើសិនជាគាត់គិតថាពួកគេទាំងពីរលងស្រឡាញ់មកកាន់គាត់វាគឺមិនអាចទៅរួចទេវាគ្រាន់តែជាការសបិនខ្លាំងៗមួយតែប៉ុណ្ណោះប៉ិនមែនហើយពាក្យសម្ដីដែលខ្ញុំបាននិយាយលើកមុនវាគឺពិតជាអញ្ចឹងប៉ិនមែនពួកគេរស់នៅក្នុងពិភពលោករបស់ពួកគេចំណែកឯគាត់នឹងរស់នៅក្នុងពិភពលោករបស់ពួកគាត់នៅពេលដែលតាកូយ៉ាបានគិតរួចហើយគាត់ក៏សម្រេចចិត្តថាដើរចាក់ចេញតែម្ដងដែលគាត់គឺមិនចង់ឃើញជាមួយនឹងរូបភាពទាំងអស់នេះនោះទេចំណែកឯជីជីវិញនាងក៏បានឃើញជាមួយនឹងតាកូយ៉ាផងដែរបន្ទាប់ពីពួកគេបានបញ្ចប់ជាមួយនឹងការសម្ដែងចំណែកឯជីជីវិញនាងក៏ព្យាយាមឆាតទៅកាន់តាកូយ៉ាផងដែរប៉ុន្តែតាកូយ៉ានឹងគឺមិនបានតបឆាតនាងទេ
ដោយសារតែអញ្ចឹងហើយជីជីនាងពិតជាព្រួយបារម្ភខ្លាំងណាស់បន្ទាប់មកនាងក៏បានធ្វើដំណើរមកជួបគ្នាជាមួយនឹងអាម៉ាណេហើយនាងក៏បានប្រាប់ទៅកាន់អាម៉ាណេផងដែរថាតាកូយ៉ានៅពេលនេះគឺមិនបានតបឆានាងទេប្រហែលជាគាត់មានបញ្ហាអីហើយចំណែកឯអាម៉ាណេវិញនាងក៏មានអារម្មណ៍អញ្ចឹងដូចគ្នានៅពេលដែលនាងបានជួបទៅកាន់តាកូយ៉ានោះមើលទៅកាន់តាកូយ៉ាគាត់ហាក់ដូចជាមិនសប្បាយចិត្តទេចំណែកឯខាងតាកូយ៉ាឯនេះវិញដៃគាត់គឺកំពុងតែសង្ងំនៅក្នុងបន្ទប់ទឹកមួយកន្លែងហើយគាត់នឹងគឺកំពុងតែអង្គុយមើលទូរស័ព្ទរបស់គាត់ប៉ុន្តែនៅពេលដែលគាត់មើលរូបភាពចុះឡើងហ្នឹងស្រាប់តែគាត់បានឃើញជាមួយនឹងរូបភាពដែលពួកគេទាំង3បានដើរលេងជាមួយនឹងគ្នាចំណែកឯជីជីហើយនិងអាម៉ាណេឯនេះវិញដែលពួកគេនឹងក៏ព្យាយាមស្វែងរកទៅកាន់តាកូយ៉ាផងដែរចំណែកឯតាកូយ៉ាវិញដោយសារតែគាត់បានឃើញជាមួយនឹងរូបថតចាស់គាត់គឺចាប់ផ្ដើមយំតែម្ដងហើយគាត់បានសួរមកកាន់ខ្លួនឯងថាតើហេតុអ្វីបានជាខ្ញុំមិនអាចបំភ្លេចវាបានចំណែកឯជីជីហើយនិងអាម៉ាណេវិញបន្ទាប់ពីពួកគេបានស្វែងរកទៅកាន់តាកូយ៉ាអស់រយៈពេលជាយូរគឺឃើញថាពួកគេនឹងស្វែងរកតាកូយ៉ាមិនឃើញទេចំណែកឯខាងតាកូយ៉ាឯនេះវិញគាត់គឺចាប់ផ្ដើមដឹងខ្លួនហើយគាត់គឺមិនអាចនៅតែអញ្ចឹងបានទៀតទេគាត់គឺត្រូវតែស្វែងរកជាមួយនឹងដំណោះស្រាយអញ្ចឹងហើយតាកូយ៉ាគាត់ក៏បានរត់សម្ដៅទៅកាន់ពួកគេទាំងពីរទាំងដែលគាត់មិនដឹងថាពួកគេទាំងពីរនោះគឺនៅទីណាទេប៉ុន្តែតាកូយ៉ាគាត់ក៏បាននឹកឃើញជាមួយនឹងរឿងមួយនៅពេលដែលគាត់ធ្វើដំណើរទៅកាន់ថ្នាក់រៀនរបស់ពួកគេស្រាប់តែគាត់បានឃើញជាមួយនឹងជីជីហើយនិងអាម៉ាណេដែលពួកគេទាំងពីរគឺកំពុងតែសន្តិដ្ឋនៅទីនោះដោយសារតែអញ្ចឹងហើយជីជីហើយនិងអាម៉ាណេពួកគេក៏បានស្ដីឲ្យទៅកាន់តាកូយ៉ាផងដែរដោយសារតែតាកូយ៉ាធ្វើឲ្យពួកគេបារម្ភបន្ទាប់មកតាកូយ៉ាគាត់ក៏បាននិយាយជាមួយនឹងពាក្យសម្ដីដែលគាត់បានលាក់ទុកនៅក្នុងចិត្តរបស់គាត់ហើយគាត់គឺចង់និយាយឲ្យពួកគេបានដឹងតាកូយ៉ាបាននិយាយទៅកាន់ពួកគេថាគាត់គឺមិនហាមឃាត់ទេបើសិនជាពួកគេចង់មានជាមួយនឹងស្នេហាប៉ុន្តែអ្វីដែលគាត់ចង់បានពីពួកគេគាត់គឺមិនចង់ឲ្យពួកគេទុកគាត់ឲ្យនៅឯកាទេអ្វីដែលគាត់ចង់បានអំពីពួកគេគាត់គឺចង់ចំណាយពេលវេលានៅជាមួយនឹងពួកគេគាត់គឺចង់ឲ្យពួកគេចំណាយពេលវេលានៅជាមួយនឹងគាត់ដូចជាពួកគេតែងតែធ្វើរាល់ដងគាត់បាននិយាយទៅកាន់ពួកគេទៀតថានៅពេលដែលគាត់នៅជាមួយនឹងពួកគេគាត់គឺតែងតែសប្បាយចិត្តអញ្ចឹងហើយគាត់គឺចូលចិត្តជាមួយនឹងអារម្មណ៍ទាំងអស់នេះចំណែកឯជីជីហើយនិងអាម៉ាណេវិញពាក្យសម្ដីរបស់តាកូយ៉ាគឺនិយាយផ្សេងប៉ុន្តែពួកនាងបានតែជឿគិតថាតាកូយ៉ានឹងបានសារភាពស្នេហ៍មកកាន់ពួកនាងទៅវិញអញ្ចឹងហើយពួកនាងបាននិយាយទៅកាន់តាកូយ៉ាថាពួកនាងក៏សប្បាយចិត្តដែរនៅពេលដែលពួកនាងនៅជាមួយនឹងតាកូយ៉ាអញ្ចឹងហើយពួកគេទាំង3បានសន្យាជាមួយនឹងគ្នាថាទោះបីជាមានរឿងអ្វីក៏ដោយពួកគេទាំង3គឺត្រូវតែចំណាយពេលវេលាឲ្យបានច្រើននៅជាមួយនឹងគ្នាមិនយូរមិនឆាប់ពេលវេលានៅក្នុងការបញ្ចប់ជាមួយនឹងវិធីបុណ្យក៏បានធ្វើដំណើរមកដល់ដែលគេចាប់ផ្ដើមបាញ់កាំជ្រួចចំណែកឯសិស្សដទៃពួកគេក៏បានឈរសម្លឹងទៅកាន់កាំជ្រួចទាំងអស់នោះផងដែរចំណែកឯខាងតាកូយ៉ាជីជីហើយនិងអាម៉ាណេវិញពួកគេទាំង3ក៏បានអង្គុយកាន់ដៃគ្នាដូចគ្នាបន្ទាប់មកជីជីបាននិយាយទៅកាន់តាកូយ៉ាថាបើសិនជាតាកូយ៉ាធ្វើឲ្យពួកគេព្រួយបារម្ភទៀតគាត់នឹងត្រូវកណ្ដាប់ដៃរបស់នាងហើយមុននឹងបញ្ចប់ជាមួយនឹងសាច់រឿងមួយនេះយើងគឺបានឃើញជាមួយនឹងតាកូយ៉ាដែលគាត់ធ្វើដំណើរទៅរៀនដូចជាធម្មតាហើយវាក៏ដូចជារាល់ដងដែរអាម៉ាណេហើយនិងជីជីក៏បានមកនិយាយលេងជាមួយនឹងគាត់ដូចជាធម្មតាដូចគ្នាបន្ទាប់មកសាច់រឿងរបស់យើងក៏បានបញ្ចប់នៅត្រឹមហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងសាច់រឿងស្នេហាមួយនេះក៏បញ្ចប់ដល់ត្រឹមហ្នឹងនិយាយទៅរឿងនេះគឺប្លែកមែនតើរឿងមួយនេះគឺវាប្លែកត្រង់ថាវាគឺជាប់ឈ្មោះជារឿងស្នេហាប៉ុន្តែនៅពេលដែលបញ្ចប់ជាមួយនឹងសាច់រឿងពួកគេទាំង3នាក់ហ្នឹងគឺមិនតាន់ខ្លាចទៅជាសង្សារនឹងគ្នាទេប៉ុន្តែពួកគេត្រឹមតែជាមិត្តភក្តិនៅឡើយចំណែកឯសាច់រឿងផ្សេងៗដែលខ្ញុំបានមើលវិញឲ្យតែបញ្ចប់ជាមួយនឹងអេពីសូតពួកគេនឹងខ្លាចទៅជាសង្សារនឹងគ្នាហើយប៉ុន្តែប្លែកតែរឿងនេះទេនៅពេលដែលបញ្ចប់ពួកគេនឹងក៏នៅតែជាមិត្តភក្តិគ្នាដដែលអូខេដូចជាអត់មានអីនិយាយទៀតទេហើយណាមួយរឿងក៏ចប់ដែរយើងចាំជួបគ្នានៅ anime ក្រោយៗទៀតបាយបាយ